បាទជំរាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការចែកម្លែកនៅ project មួយដែលខ្ញុំបានធ្វើតាក់ទងជាមួយនឹង job salary data prediction ឬក៏ job salary prediction ហ្នឹងដែរខ្ញុំធ្វើការពិនិត្យទៅលើតាក់ទងជាមួយនឹងប្រាក់បៀវត្សដែលធៀបជាមួយនឹងcolumn ផ្សេងៗដែលខ្ញុំបានដាក់នៅក្នុង data របស់ខ្ញុំហ្នឹងហើយចំពោះ data របស់ខ្ញុំហ្នឹងដែរគឺខ្ញុំដកចេញមកពីនៅក្នុង website Pocket Call ដើម្បីយកមកធ្វើការវិភាគចំពោះ data របស់យើងមានច្រើននៅលើនេះគឺខ្ញុំនឹងបង្ហាញប្រាប់ឥឡូវយើងទៅមើល project overview ហើយយើងចំពោះ project overview គឺទៅមើល objective មានបំណងដែលខ្ញុំចង់ធ្វើនៅក្នុងការ analysis ហ្នឹងគឺទីមួយគឺខ្ញុំចង់ស្វែងយល់ថាតើការងារមួយណាដែលវាទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេហើយនឹងទាបជាងគេបើយើងប្រៀបធៀបជាមួយនឹងបទពិសោធន៍ការងារមួយទៀតគឺខ្ញុំនឹងរកទៅលើប្រាក់បៀវត្សជាមធ្យមបើយើងយកទៅប្រៀបធៀបជាមួយនឹងចំណេះដឹងជាមួយនឹង company size ជាមួយនឹង industry របស់ company ហ្នឹងជាមួយនឹង location ហើយនឹង remote work បាទបន្តមកទៀតចង់ដឹងថាតើវាប្រសើរឡើងនៅពេលដែលយើង compare ជាមួយ salary នៅតាម data set នឹងមួយដែលខ្ញុំបានដាក់ថាមាន education company size industry location and remote work ហ្នឹងចឹងថាវាមានភាពប្រសើរឡើងមានន័យថាវាមានភាពលក្ខណៈយ៉ាងម៉េចចឹងណាហ្នឹងនៅពេលដែលយើង analysis មកពេលដែលយើងប្រៀបធៀបមួយទៀតខ្ញុំចង់ដឹងថាតើ data set មួយណាដែលវាជា main factor អញ្ចឹងខ្ញុំចង់ដឹងថាតើមាន experience education company size industry location remote work អីហ្នឹងតើមួយណាគឺជា main data set របស់យើងហ្នឹងបើយើងយកមកធ្វើអូខេបន្តមកទៀតទៅលើ data set របស់យើងតើនៃរបស់យើងមាន 250,000 row ហើយនឹង10 column 10 column មាន job title experience education skills certificate industry companies size location and remote status ចំពោះ approach គឺយើង clean និង check data analyze data យើងហើយនឹង visualization និង give the conclusion អូខេនេះគឺជា data set snapshot របស់ខ្ញុំដែលខ្ញុំនិយាយម្ដងទៀតទេវាមិនខុសគ្នាទេបើយើងពិនិត្យទៅលើ average salary គឺមានប៉ុណ្ណេះគឺ 145,718.08 មេយ៉ាងគឺ 143,453.00 អូខេអញ្ចឹងយើងមើលទៅលើ methodology របស់ខ្ញុំគឺតកតងជាមួយទី1គឺយើង find data check data analysis និង give conclusion អូខេឥឡូវខ្ញុំចង់និយាយតកតងជាមួយនឹងទាំងនៃរបស់ខ្ញុំថានៅក្នុង column ហ្នឹងវាមានអីគេខ្លះដើម្បីដាក់មកអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំពោះ data របស់ខ្ញុំមាន 10 variable column របស់យើងមានប៉ុណ្ណេះយើងសង្កេតឃើញថាjob title type វាជា category ហើយ description វានិយាយតាក់ទងជាមួយនឹងព័ត៌មានពីមុខងារការងារវាមានការងារច្រើនទីទៀតខ្ញុំនឹង show បង្ហាញឲ្យមើលដូចគ្នានៅក្នុង Excel អូខេបន្តមកទៀតទៅលើ experience year យើងនិយាយ our professional experience អូខេឆ្នាំនៃការធ្វើការងារ educational level គឺ high education attendance មានន័យថាចំណេះដឹងដែលគាត់បានរៀនមកមានគេខ្លះចឹងណាហ្នឹងហើយវាអាចមាន bachelor មាន master មាន PhD ចឹងទៅបន្តមកទៀតទៅលើ skill count មានន័យថា number of professional skill មានន័យថានៅក្នុង skill count នោះមានន័យថាគាត់ចេះជំនាញនោះមានដូចជាគាត់ចេះ Power BI គាត់ចេះ Python គាត់ចេះ Excel អីចឹងទៅអញ្ចឹងក៏វារាប់នៅក្នុង skill count ដែរតាមមកទៀតទៅលើ industry មានន័យថាប្រភេទនៃ business ការងាររបស់គាត់ថាគាត់នៅក្នុងវិស័យអីចឹងទៅណាហ្នឹងហើយទៅជាមួយនឹង company size of the employee company អូខេហ្នឹងយើងដឹងហើយ location តើតជាមួយនឹងទីតាំងនៃការធ្វើការងាររបស់គាត់ remote work មានន័យថាវាមានតើតជាមួយនឹងការធ្វើការក្រៅហ្នឹងហើយមានអ្នកខ្លះគាត់អត់ធ្វើ remote work ទេអ្នកខ្លះគាត់ធ្វើហើយអ្នកខ្លះទៀតគាត់ធ្វើពាក់កណ្ដាលមួយទៀត certificate មានថាសញ្ញាបត្រណាគាត់រៀននៅសាលាឬក៏គាត់រៀននៅតាម course ផ្សេងៗអញ្ចឹងមានច្រើនអ្នកខ្លះគាត់រៀន course ច្រើនអញ្ចឹងទៅអញ្ចឹងវាខុសជាមួយនឹង skill count ជំនាញគាត់ចេះអានេះសញ្ញាបត្រដែលគាត់ទទួលបានពីសាលាអញ្ចឹងទៅហ្នឹងហើយមួយទៀត salary ប្រាក់ចំណូលប្រាក់បៀវត្សរបស់គាត់អូខេឥឡូវយើងចាប់ផ្ដើមចូលទៅការ analyze អញ្ចឹងចំពោះខ្ញុំនឹង show តើតជាមួយនឹង Excel បន្តិចបាទនេះគឺជាតន័យ Excel របស់ខ្ញុំតើតជាមួយនឹង job salary អូខេសូម check ម្ដងទៀត job salary គេគាត់អូខេ wait យើងចូលទៅខាងនេះវិញអូខេ wait this job salary អូខេនេះអញ្ចឹងតើតជាមួយនឹងតន័យរបស់ job title របស់យើងមានប៉ុណ្ណឹង experience year នេះមានន័យថាបទពិសោធន៍នៃការធ្វើការងារនៅក្នុង education វាមានចំណេះដឹងនៃគាត់រៀនចប់ពីសាលាហើយ skill count នេះខ្ញុំឧទាហរណ៍អញ្ចឹងអ្នកខ្លះគាត់ចេះដល់10 15តើតជាមួយនឹង tool អីចឹងទៅហ្នឹងហើយ and then industry វាមានច្រើនមាន healthcare telecom media អញ្ចឹងទៅ company size មានតាមសហគ្រាសតូចធំកណ្ដាលជុំអីចឹងទៅ location អូខេមានតើតនៅប្រទេសណាអញ្ចឹងណាអូខេតាមមកទៀត remote work អ្នកខ្លះគាត់ធ្វើពាក់កណ្ដាលអ្នកខ្លះអត់ធ្វើទេហើយអ្នកខ្លះធ្វើទាំងស្រុងតែម្ដងហើយ certificate និយាយបានជាការសិក្សារបស់គាត់ហើយ salary គឺជាប្រាក់បៀវត្សរបស់គាត់អញ្ចឹងទៅអូខេនេះជាតន័យរបស់យើងមានប៉ុណ្ណឹងជាតន័យរួមរបស់យើងតែម្ដងអូខេឥឡូវយើងចូលទៅកាន់ការដោះស្រាយនៅក្នុង coding របស់យើងអញ្ចឹងតើតជាមួយ job salary prediction គឺខ្ញុំបាននិយាយហើយអញ្ចឹងដើម្បីធ្វើការ analyze បានគឺយើងតកតងទៅលើការ install ទៅលើ NumPy Pandas ហើយនឹង Matplotlib អញ្ចឹងយើងចាប់ផ្ដើមយកមកដោះស្រាយអញ្ចឹងដំបូងយើងប្រើ pip install អូខេ install បាទ NumPy as អីគេទៅតែនេះយើងអត់ទាន់ import ទេគឺយើង install វាសិនអញ្ចឹងយើងដាក់ pip មក install NumPy pip install Pandas pip install Matplotlib អូខេ and then យើងចាប់ផ្ដើមយកមក run អូខេអញ្ចឹងវាអាស្រ័យលើ internet អ្នកនរគ្នាដែរបើសិនជាដើរលឿនវាអាចនឹងចេញលឿនហើយខ្ញុំរៀងយូរតិចហើយហ្នឹងហើយ
ok បន្ទាប់ពីយើងបាន install ហើយវានឹងចេញបែបនេះឲ្យយើងហើយ and then យើងចាប់ផ្ដើមចូលទៅកាន់ទៅដល់ចំណុចបន្ទាប់ទៀតគឺយើង import library គឺ NumPy Panda and Matplotlib អញ្ចឹងយើងដាក់មក import អូខេ import NumPy អូខេ as np និង import pandas as pd និង import matplotlib pyplot as plt អូខេបន្តមកទៀតគឺខ្ញុំដាក់មួយទៀតគឺ from matplotlib អូខេ matplotlib អូខេ plotlib dot grid space អូខេ dot import as grid space អូខេអញ្ចឹងខ្ញុំដាក់នេះមួយទៀតព្រោះដោយសារតន័យរបស់ខ្ញុំវាតាក់ទងជាមួយនឹង grid space នឹងដែរអូខេអញ្ចឹងយើង import នឹងមួយទៀតអូខេបន្ទាប់ពីយើងធ្វើហើយយើងចាប់ផ្ដើមចូលដល់ចំណុចបន្ទាប់គឺយើង upload salary prediction dataset CSV file របស់យើងណាយើងចាប់ផ្ដើមធ្វើការ upload អញ្ចឹងដើម្បីធ្វើការ upload បានយើងចូលទៅកាន់នេះមកចូល file and then យើង click មួយនេះ and then យើងចូលទៅកាន់ខ្ញុំវាយឈ្មោះ data របស់យើងគឺ job អូខេ salary prediction dataset from Kaggle ដែលយើងបានដាក់នៅកន្លែងនេះដែរអូខេនេះបាទអូខេអញ្ចឹងវានឹងដើរហើយរងចាំវាបន្តិចវានឹងចូលមកឲ្យយើងណាអូខេ អូខេបន្ទាប់ពីបានតន្ន័យនឹងវាចូលមកកាន់យើងហើយយើងអាចធ្វើការចាប់ផ្ដើមឲ្យ CSV file របស់យើងបានអញ្ចឹងគឺយើងប្រើមិនដូចខ្ញុំបានធ្វើវីដេអូកន្លងមក2 3វីដេអូមុនហ្នឹងអញ្ចឹងអ្នកទាំងនេះអាចចូលមើលបានតាក់ទងជាមួយនឹងវីដេអូខ្ញុំធ្វើទៅលើ NumPy Panda ជាពិសេសទៅ Panda ខ្ញុំបាន import តាក់ទងជាមួយនឹងការធ្វើតាក់ទងជាមួយ CSV file ដែរអូខេអញ្ចឹងតោះយើងទៅបន្តខ្ញុំប្រើ df ស្មើជាមួយនឹង pd .read yes CSV file អូខេ yes CSV អូខេ and then យើងវាយឈ្មោះតាក់ទងជាមួយនឹងតន័យរបស់យើងអញ្ចឹងតន័យរបស់យើងនេះឈ្មោះគេយើងចូលមើលទៅអូខេបើសិនជាយើងភ្លេចឈ្មោះយើងអាចដាក់ចូល rename ហ្នឹងទៅ and then យើង copy វាអូខេបើសិនជាឈ្មោះតន័យវែងៗតែ recommend ខ្ញុំអាចឲ្យព្យាយាមដាក់តន័យយ៉ាងខ្លីៗឈ្មោះស្រួលដាក់ទៅវាអត់ចាំបាច់ខំនឹង save តែបើតន័យយើងវិញអាច copy paste ដូចខ្ញុំមកវាទៅដូចគ្នាទេអូខេKaggle and .csv តម្រងយើងគឺជា CSV file អូខេអញ្ចឹងយើងអាចយកទៅ run បានអូខេប៉ុន្តែខ្ញុំចង់ show តន័យឲ្យខ្ញុំឃើញអញ្ចឹងខ្ញុំ print df អូខេអូខេវានឹងចាញ់ខ្ញុំមកឃើញទេចាញ់ខ្ញុំអស់ហើយវាចុចច្រើនខ្ញុំតែវា show ឲ្យយើងប៉ុន្តែមួយតន័យយើងឡើង 250,000 ហ្នឹងហើយអូខេបន្ទាប់ពីបានប៉ុណ្្នឹងនេះវានឹងប្រាប់តន័យរបស់យើងគឺមាន 250,000 row 10 columns អូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយយ៉ាងម៉េចទៀតយើងចូលទៅកាន់តាក់ទងជាមួយនឹងចំណុចបន្ទាប់គឺខ្ញុំដាក់ថាម៉េចទៅខ្ញុំដាក់ថា find average and median in the dataset អញ្ចឹងនៅក្នុងនេះដែរគឺខ្ញុំចង់រកតាក់ទងជាមួយនឹងមធ្យមហើយនឹង median ផល data របស់ខ្ញុំអញ្ចឹងខ្ញុំរកមិនអញ្ចឹងរៀនរករបស់យើងគឺយើងប្រើមក average អូខេ average ស្មើអញ្ចឹង df បាទខ្ញុំចង់រកតាក់ទងជាមួយនឹង salary អញ្ចឹងដាក់ salary អូខេបន្ទាប់មកគឺខ្ញុំចង់រកមធ្យម and then ខ្ញុំ put this is min អូខេហើយបើមួយចប់ផងបន្ទាប់ពីដាក់ average ហើយ and then ខ្ញុំ print អូខេ and then ខ្ញុំ print ខ្ញុំដាក់ទៅដាក់ថាប្រើ f string ចុះខ្ញុំដាក់ថា the average អូខេ the average salary អូខេ salary is and then ខ្ញុំបើមួយចុះដាក់ឈ្មោះដែលខ្ញុំបានសរសេរហ្នឹង average អូខេបន្ទាប់ពីដាក់បានប៉ុណ្្នឹងហើយគឺយើងដាក់មួយទៀតទៅលើក្បៀស and then ខ្ញុំចង់បានក្រោយក្បៀសវាតែ2ខ្ទង់ទេអញ្ចឹង 2f អូខេហ្នឹងបើសិនជាយើងចង់បានក្រោយក្បៀស2ខ្ទង់ណាចុច 2f បាទចុច 2f អូខេយើងចង់បានក្រោយក្បៀស2ខ្ទង់អញ្ចឹង and then បើសិនជាយើងយកវាមក run យើងឃើញនេះឃើញក្រោយក្បៀសតែ2ខ្ទង់ទេអញ្ចឹងវាចាញ់ឲ្យយើងណាអូខេ and then បន្តមកទៀតអាហ្នឹងតាក់ទងជាមួយនឹងការរកតាក់ទងជាមួយនឹង average អញ្ចឹងខ្ញុំសុំ comment នេះ find the average អូខេបន្ទាប់ពីខ្ញុំ find the average ហើយចំណុចបន្តទៀតគឺខ្ញុំចង់រកតាក់ទងជាមួយនឹងmedian អូខេតាក់ទងជាមួយនឹង median អញ្ចឹងខ្ញុំ comment ឡើងនេះមួយ find the median អូខេអញ្ចឹងគឺខ្ញុំប្រើ median អូខេ median yes អូមានតន np អីទេ median ស្មើជាមួយនឹងអូខេ median ទៅលើ salary នឹងដូចគ្នាទេព្រោះលុយយើង and then យើងយកឲ្យវា2ខ្ទង់អូខេហើយយើងប្រើ string and then យើងអាច run បានវានឹងចេញតាក់ទងជាមួយនឹង median ក្នុងតន័យរបស់យើងអញ្ចឹងយើងឃើញថានៅក្នុង median របស់យើងគឺស្មើ 143,453.00 អូខេអាហ្នឹងគឺជាមធ្យមហើយនឹង median របស់យើងអូខេបន្តមកទៀតយើងចូលទៅកាន់ចំណុចបន្ទាប់បើសិនជាយើងចង់សរុបទៅលើទីតាំងបានអត់ឧទាហរណ៍បើខ្ញុំចង់សរុបទៅលើទីតាំងណាអានេះខ្ញុំអត់មានសួរតែខ្ញុំចង់សរុបថាវាមានប្រហែលថាទីតាំងទាំងអស់មានប្រហែលណាអញ្ចឹងឧទាហរណ៍ខ្ញុំប្រើ location ព្រោះតែខ្ញុំវាមានប្រទេសដែលមកអូខេdf and location ចុះបើសិនជាខ្ញុំប្រើទៅលើ sum អូខេ and then ខ្ញុំ print location អូខេ is អូខេវានឹងដំណើរការបន្តិចទៀតនេះអូ
okay nhóm per sam change and then if nhóm per count okay okay count គឺយើងងាប់ទៅឃើញមាន250000ប្រទេស okay per count okay តាមមកទៀតគឺអានឹង location ណាឃើញថាមានតើតោងជាមួយនឹងទីតាំងវាមានប៉ុណ្ណឹងតែវាអត់ចាំបាច់ក្នុងការយកមកប្រើទេព្រោះខ្ញុំអត់ចង់បានវាទេខ្ញុំចង់បានតែអង្គមកជុំហើយនឹងមេយ៉ាងបានដែរអូខេហ្នឹងគាត់ខ្ញុំប្រាប់វិធីសាស្ត្រនៃការដោះស្រាយអូខេបាទឥឡូវយើងចូលដល់ចំណុចបន្តតើតោងជាមួយនឹង count location អញ្ចឹងនៅកន្លែងនេះខ្ញុំមិន count ហើយបាត់ទេ spoil បាត់ទេឥឡូវយើងចូលដល់នេះអូខេតើឥឡូវយើងធ្វើម៉េចអញ្ចឹងប៉ុន្តែនៅក្នុងនេះខ្ញុំអត់ចង់បានសរុបចឹងទេខ្ញុំចង់បានថា location នៃប្រទេសមួយៗហ្នឹងវាមានប្រមាណអ្នកដែលបានចូលរួមអញ្ចឹងណារបៀបតែមានប្រមាណដែលមកពីអូស្ត្រាលីប្រមាណមកពី Canada ប្រមាណមកពី Singapore អញ្ចឹងទៅវាមានអញ្ចឹងណាអូខេតើឥឡូវយើង count the location នេះខ្ញុំប្រើ country ស្មើជាមួយនឹង df អូខេyes នេះណា quick the number of the country data num country អូខេអញ្ចឹងបើសិនជាខ្ញុំយកវាមក run វានឹងចេញឲ្យតាក់ទងជាមួយនឹង10ប្រទេសហើយ yes ពួកយើងចង់ដឹងអូមាន10ណាមាន10អូខេមាន10ប្រទេសដែលបានមកចូលរួមអញ្ចឹងនៅក្នុងចំណោម10ប្រទេសដែលបានមកចូលរួមនោះតើ how many people in each country មានប្រមាណអ្នកនៅក្នុងប្រទេសមួយៗហ្នឹងអញ្ចឹងខ្ញុំប្រើតាក់ទងជាមួយនឹង location អានេះតែណាយើងរៀនបានច្រើនណា location ស្មើជាមួយនឹង df ហើយយើង count មកអូខេ and locations count យើងបានតាំងនេះអូខេអញ្ចឹងដល់យើង count ទៅវានឹងចេញមួយនេះអូខេមានអូស្ត្រាលី Canada Sweden remote Singapore USA UK India អញ្ចឹងទៅមានប៉ុណ្ណឹងអូខេតាក់ទងជាមួយយើង show តំណែងរបស់យើងតាម location មួយអូខេបន្ទាប់ពីយើងធ្វើអាហ្នឹងហើយយើងចូលដល់ each job title salary in medium and maximum អញ្ចឹងខ្ញុំចង់រកថាតើ job title ហ្នឹង salary ដែលគាត់តិចបំផុតហើយនឹងតូចបំផុតវាមានប៉ុន្មានខ្ញុំចង់ដឹងអញ្ចឹងដើម្បីរកបានយើងរកមានហើយនឹង maximum របស់វាអូខេបាយដែលយើងចង់រកគឺយើង group and then តាមស្មើជាមួយនឹង df dot ជាមួយនឹង group by job title salary min and maximum បាទអូខេyes ប្រើតម្រងចេះក៏បានឬក៏ប្រើបែបមិនក៏បានវាចេញដូចតែគ្នាទេអូខេតោះតែយើងនឹងចេញតាក់ទងជាមួយនឹងmin and maximum យើងឃើញថាតន័យរបស់យើងបានប៉ុណ្ណឹងហើយទីទៀតខ្ញុំនឹងបង្ហាញថាតើ job title មានណាដែលទទួលបានប្រាក់ពីវត្តខ្ពស់ជាងគេហើយនឹងប្រាក់វត្តតិចជាងគេទៅតាមអ្វីដែលខ្ញុំចង់រកនៅក្នុង objective ដែលខ្ញុំបានដាក់ហ្នឹងអូខេឥឡូវយើងមើលតែប៉ុណ្ណឹងយើងជិលតែប៉ុណ្ណឹងយើងមើលតែប៉ុណ្ណឹងបើសិនជាតើយើងតែប៉ុណ្ណឹងយើងរក min max ឃើញថាមួយណាខ្ពស់មួយណាធំហ្នឹងតែឥឡូវយើងតទៀតយើងចាប់ផ្ដើមចូលតាក់ទងជាមួយនឹង job title vs experience year តាក់ទងជាមួយធំតូចយើងគ្រាន់តែមើលក្រាបបន្តិចយើងនឹងឃើញបាទហើយយើងបាច់អង្គុយទៅអបលេខអូខេតែឥឡូវយើងមើល job title vs experience year អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមយកវាមក compare ណាអញ្ចឹងថាខ្ញុំតាំងដល់ experience អូខេ experience អូខេ experience ខ្ញុំតាំងខ្ញុំដាក់ថាស្មើជាមួយនឹង df នៅក្នុងតន័យរបស់ខ្ញុំគឺ experience year នេះអូខេនេះ experience សំឡងទៀតនេះយកមកដាក់ពេចកុំឲ្យខុសផាត់បាយលេខអូខេ experience year experience year របស់ខ្ញុំបានឲ្យហើយ and then ខ្ញុំចង់រក mantic សិនគឺខ្ញុំចង់រកថាតើ experience year របស់ខ្ញុំហ្នឹងតិចបំផុតប្រហែលហើយខ្ពស់បំផុតប្រហែលមានខ្ញុំចង់ដឹងថាតើបទពិសោធន៍ការងារបទពិសោធន៍នៃឆ្នាំធ្វើការងារហ្នឹងគឺធំបំផុតប្រហែលហើយនឹងតិចបំផុតប្រហែលអញ្ចឹងខ្ញុំត្រូវរក min max សិនស្រួលខ្ញុំធ្វើការវិភាគអូខេអញ្ចឹងខ្ញុំ find min and maximum plus yes sorry yeah min ហើយនឹង maximum របស់តន័យហ្នឹងខ្ញុំ print experience yes អញ្ចឹងខ្ញុំនឹងឃើញថាបទពិសោធន៍ទិញផុតគឺ0ឆ្នាំវាអត់មានអីធ្វើសោះហើយធំផុតគឺ20ឆ្នាំអូខេដល់ឥឡូវយើងចាប់ដើម count ទៅលើ experience អញ្ចឹងcount ទៅលើ experience គឺមានន័យថាខ្ញុំធ្វើយ៉ាងម៉េចអញ្ចឹង count experience គឺខ្ញុំចាប់ដើម rank experience របស់ខ្ញុំគឺខ្ញុំដឹងថាបើ experience ធំផុត20ឆ្នាំអញ្ចឹងខ្ញុំចង់រាប់ចំនួនមនុស្សចន្លោះពី0ទៅ5ឆ្នាំហ្នឹងមានប្រមាណអ្នកចន្លោះពី5ទៅ10ឆ្នាំហ្នឹងមានប្រមាណអ្នកចន្លោះពី10ទៅ15ឆ្នាំមានប្រមាណអ្នកចន្លោះពី15ទៅ20ឆ្នាំមានប្រមាណអ្នកអញ្ចឹងខ្ញុំនឹង count experience ហ្នឹងថាវាមានប្រមាណអ្នកនៅក្នុងចន្លោះដែលខ្ញុំបែងចែកទៅលើ experience ដែលនៅក្នុងតន័យមួយហ្នឹងអញ្ចឹងសូខ្ញុំដាក់ experience អូខេexperience year ចុះអូខេ experience year ស្មើជាមួយនឹងខ្ញុំបែងចែកឲ្យហើយ0 5ធ្វើវាជា list 10អូខេ15អូខេ20បន្ទាប់ពីខ្ញុំធ្វើអញ្ចឹងហើយគឺខ្ញុំនឹងញែកតន័យរបស់ខ្ញុំជាថ្នាក់ដែលខ្ញុំបានប្រាប់ហ្នឹងគឺខ្ញុំប្រើពាក្យថា between yes between years between year and then ខ្ញុំបានបែងចែកពី0ទៅ5ឆ្នាំអូខេប្រើពាក្យ year ផងទៅអូខេឲ្យ0 5ឆ្នាំនឹងអីអូខេតោះមកទៀតគឺខ្ញុំដាក់ពី5ទៅ10ឆ្នាំអូខេyears អូខេបន្តមកទៀតខ្ញុំដាក់ពី10ទៅ15ឆ្នាំ yes years and then ខ្ញុំដាក់ពី15ទៅ20ឆ្នាំ years អូខេឥឡូវយើងបានដាក់ហើយបន្តមកទៀតគឺគ្មានតន់ចាញ់អីទេគឺយើងតែការ print វាចឹងសិនណាអូខេតែដើម្បីធ្វើឲ្យបានគឺយើងតម្លាក់បន្តិចមក df experience range យើងប្រើ range អូខេ experience range yes នេះវាចាញ់ឲ្យpd
ok pandas để dựng bạn đã nó cut trong experience years bên experience years là between years right គឺយើងដាក់ឲ្យវា for and then គឺ experience count កន្លែងនេះគឺខ្ញុំគួរដាក់ទៅលើ experience count នេះវាដាក់កាត់ទីខ្ញុំចង់បន្ថែមអានេះប៉ុណ្នេះហើយតាមទៀតគឺខ្ញុំចង់ឲ្យវា count នេះគ្នាតែឥឡូវបើសិនខ្ញុំដាក់តែប៉ុណ្នេះក៏វារ៉ាន់ចាញ់បានអត់តាន់អីដែរដល់យើង print សិនណាតែខ្ញុំចង់ count វាដែរខ្ញុំបានញែកហើយប៉ុណ្នេះខ្ញុំញែកហើយតាមទៀតខ្ញុំចង់ count ថាចន្លោះពី0ទៅ5ឆ្នាំហ្នឹងមានប្រមាណអ្នកដែលគាត់ប្រកាសបានធ្វើការចន្លោះពី0ទៅ5ឆ្នាំហ្នឹងរហូតដល់15ទៅ20ឆ្នាំហ្នឹងមានប្រមាណអ្នកអញ្ចឹងគឺយើងប្រើ experience នេះយើងតែមួយទៀតមក experience yes experience count ស្មើជាមួយនឹងdf អូខេ experience range ដែលយើងបានដាក់នៅខាងលើនឹងហើយណាបាទយើងបានសេរីហើយអស់ហើយ and then នេះគឺយើងតទៅលើ value count អូខេដល់ទៅលើ value count អត់តន់ចាញ់អីទេគឺខ្ញុំចង់ short វាមានន័យថាឲ្យវារត់ទៅតាមឆ្នាំតាមត្រូវពី0ទៅ5ឆ្នាំមុនអញ្ចឹងណា short index អូខេ and then យើងអាចរ៉ាំទៅចាញ់តទៅនឹងតាមឆ្នាំមួយឲ្យយើងឃើញហើយគឺឃើញថា0ទៅ5ឆ្នាំមានប៉ុណ្នេះ5ទៅ10ឆ្នាំមានប៉ុណ្នេះ10ទៅ15ឆ្នាំមានប៉ុណ្នេះ and 15ទៅ20ឆ្នាំមានប៉ុណ្ណឹងអូខេបន្ទាប់ពីយើងបាន count experience ហើយគឺយើងចូលទៅដល់ចំណុចបន្តទៀតគឺយើង filter for each job អញ្ចឹង filter for each job មានន័យថាខ្ញុំចង់ចាប់ផ្ដើមធ្វើការ analysis តើពី0ទៅ5ឆ្នាំហ្នឹងមាន job title របស់យើងមានអីគេខ្លះណាមានអីគេខ្លះមានន័យថាខ្ញុំចង់រាប់ចំនួនមនុស្សតែលើកនេះរៀងច្រើនជាងមុនអូខេតែវាមិនជាច្រើនអីទេតិចខ្ញុំនឹងបង្ហាញថាវាបានមិនអូខេឥឡូវយើងចូលដល់ដាក់មកអូខេអញ្ចឹងយើងចាប់ផ្ដើមសរសេរនៅក្នុងការសរសេរ code អញ្ចឹងreading CSV file នេះគឺខ្ញុំបាន read ហើយអញ្ចឹងខ្ញុំអាចនឹងបាច់ដាក់ read ម្ដងទៀតទេយើងចូលទៅកាន់របស់យើងតែម្ដងអញ្ចឹងរបស់យើងគឺខ្ញុំចង់បែងចែកជា category ដែលខ្ញុំបាននិយាយមិញអញ្ចឹងគឺខ្ញុំដាក់មកដូចជា experience yes experience years ដែលខ្ញុំបានដាក់ចន្លោះពី0 5 10 20ហ្នឹងគឺខ្ញុំបានបែងចែកជាប្រភេទទម្រង់បែបនេះរួចរាល់ហើយ between years ខ្ញុំមិនដាក់ហើយអញ្ចឹងដូចតែខាងលើដែរទេប៉ុន្តែខ្ញុំចង់បែងចែកទៅលើ time job title មួយទៀតអញ្ចឹងយើងបញ្ចូលទៅជាមួយនឹង DS កន្លែងនេះបន្តិចទៀតបានណាអូខេតោះឥឡូវយើងចាប់ផ្ដើមធ្វើទៅនឹង group by job title ជាមួយនឹង experience range របស់យើងអញ្ចឹងយើងធ្វើមិនអញ្ចឹងយើងដាក់តាំងអីគេមួយមកតាំងកន្លែងនេះខ្ញុំដាក់ថាតាំង all job title salary អូខេby យើងវិញតិចតែអានេះជាការតាំងរបស់អ្នកទាំងអស់គ្នាទេវាមិនជាបញ្ហាចោតអីទេស្មើជាមួយនឹង DF group by salary យើងអាចតាក់ទងជាមួយនឹងsalary របស់យើងហើយជាមួយនឹង min របស់យើងអីចឹងទៅអូខេ and then គឺយើង print the result អូខេអញ្ចឹងវានឹងចេញនៅក្នុងហ្នឹងវាចេញឲ្យយើងតាមឋានៈថានៅក្នុងតាក់ទងជាមួយនឹងការងារហ្នឹងប្រភេទមួយនេះខ្ញុំអត់បានកំណត់ក្រូចច្បៀសប្រហែលខ្ទង់ណាបើយើងចង់កំណត់ក្រូចច្បៀសប្រហែលខ្ទង់អ្នកទាំងអស់គ្នាអាចធ្វើតាមទម្រង់ដែលយើងបានកំណត់ដូចនៅខាងលើនេះមកបាទបែបនេះមកចាញ់ហើយអូខេបាទអញ្ចឹងនេះគឺយើងបាន filter ទៅកាន់ចោលមួយនេះអ្នកទាំងគ្នាអាចមើលបានគឺមានប៉ុណ្ណឹងអូខេបាទអញ្ចឹងមកជុំនៅក្នុង job title មួយចន្លោះមួយឆ្នាំគឺបានប៉ុណ្ណឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺខ្ញុំចង់រកថា maximum និង minimum salary តាម data នៅចន្លោះឆ្នាំមួយហ្នឹងគឺគាត់នឹងទទួលបានប៉ុន្មានអូខេអញ្ចឹងខ្ញុំបាច់ read CSV file នេះព្រោះយើង read ពីលើមកហើយយើងចាប់ផ្ដើមចូលទៅដល់ការ filter នៅពី0ទៅ5ឆ្នាំមកតែម្ដងបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការ filter ពី0ទៅ5ឆ្នាំអញ្ចឹងខ្ញុំប្រើពាក្យថា experience yes experience ខ្ញុំដាក់ថា0ទៅ5ឆ្នាំអូខេស្មើជាមួយនឹងall yes all job នេះ all job salary title by experience ខ្ញុំបានដាក់នៅខាងលើនឹងរួចរាល់ហើយអស់ហើយយើងប្រើ LOC slicing yeah slicing តែនេះខ្ញុំប្រើដាក់ថា slide and none ក្បៀសមួយមក0ទៅ5ឆ្នាំអូខេ0ទៅ5ឆ្នាំបើដាក់យាក៏បានអ្នកនរគ្នាចង់ដាក់យាក៏បានមកក៏បានអត់បញ្ហាអូខេបន្ទាប់ពីខ្ញុំបានដាក់ប៉ុណ្្នឹងហើយវាមិនទាន់ចេញឲ្យគ្រប់គ្រាន់ទេគឺខ្ញុំចង់ find ថា job title with the maximum and minimum តើមួយណាបានច្រើនអញ្ចឹងទៅមួយណាបានតិចអញ្ចឹងទៅខ្ញុំចង់ថែរកថែមទៀតអញ្ចឹងណាអូខេអញ្ចឹងយើងដាក់មក max salary អូខេ sorry max salary ពី0ទៅ5ឆ្នាំអូខេឡើងមកទៀតខ្ញុំហៅ min ម្ដងអូខេ min sorry min salary អូខេពី0ទៅ5ឆ្នាំអូខេអានេះគឺជា min របស់យើងអញ្ចឹងអ្នកគ្នាអាច print ទៅក៏បានដែរអូខេវា error កន្លែងនេះតើអាចនឹងវាតម្រូវឲ្យខ្ញុំទៅដាក់តាក់ទងជាមួយនឹងនេះម្ដងទៀតមើលទៅព្រោះពេលខ្លះវាមកពីអ៊ីនធឺណិតវារ៉ាន់អត់ទាន់ដំណើរការអូខេយើង try ម្ដងទៀតយើងភ្លេចដាក់ year ហើយយើងប្រើនៅក្នុងតាគៀបនេះអញ្ចឹងយើងដាក់ year មក and then បើសិនជាយើងរ៉ាន់ទៅវាអត់បញ្ហាតោះឥឡូវយើងទៅ print the result របស់យើងអញ្ចឹងខ្ញុំ print ដាក់ថាមកយើង print min និង maximum របស់យើងអូខេអញ្ចឹងយើងដាក់ max
salary ok 0 ទៅ 5 របស់យើងនេះយើងបានតាំងនៅខាងលើនេះបាទ max salary 0 ទៅ 5 ok and then នេះ print មួយទៀតគឺ min salary អូខេ0ទៅ 5 ដែរអូខេអញ្ចឹងបើយើង print ទៅចំពោះ salary ដែលគាត់ទទួលបានខ្ពស់ជាងគេគឺAI engineer ហើយ salary ដែលគាត់ទទួលបានទាបជាងគេគឺ data analyst yes អញ្ចឹងត្រង់ចំណុចនេះហើយគឺយើងអាចធ្វើការសន្និដ្ឋានបានថាតកតងជាមួយនឹងចន្លោះពី0ទៅ5ឆ្នាំយើងឃើញថាjob title ដែលទទួលបានច្រើនជាងគេប្រាក់បៀវត្សរ៍ជាងគេគឺ AI engineer និងទីជាងគេគឺ data analysis អូខេអញ្ចឹងកន្លែងហ្នឹងគឺបែបហ្នឹងណាហ្នឹងហើយអញ្ចឹងចំពោះតកតងជាមួយនឹង salary value នេះអ្នកនរគ្នាអាចដាក់បានក៏ដាក់ថែមទៀតក៏បានខ្ញុំចង់ print មួយទៀតដាក់ថា max salary value ហើយនិង min salary value អូខេបិទមុខចូលមកមួយអូខេ and then if យើង run វានឹងចាញ់តម្លៃឲ្យយើងបានហ្នឹងថាបើសិនជាធំផុតប៉ុណ្នេះពេញផុតប៉ុណ្នេះអាហ្នឹងវាគិតឲ្យយើងជាមធ្យមណាហ្នឹងហើយជាមធ្យមអូខេដូចថាវាឲ្យយើងគឺនៅក្នុងទម្រង់ជា min ដែលវាទាញពីខាងលើមកខ្ញុំបានតាំងថា job salary title experience នៅកន្លែងនេះឲ្យតែម្ដងអូខេបាទអូខេតាមចំណុចមួយនេះ job salary title experience ដែលយើងទាញនៅខាងលើដែលយើងបាន calculate ហើយអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងចូលដល់ការគូ graph ចឹងការគូ graph របស់យើងគឺខ្ញុំគូនៅចន្លោះពី0ទៅ5ឆ្នាំខ្ញុំបាន analyze តន័យមួយហ្នឹងគឺខ្ញុំប្រើ FIG fixture and axis អូខេស្មើជាមួយនឹង PLT ដល់យើងប្រើ subplot ណាអូខេប្រើ subplot អូខេប្រើ subplot អញ្ចឹងនៅក្នុង subplot របស់ខ្ញុំគឺខ្ញុំដាក់ fix size មកខ្ញុំដាក់ fix size fix size របស់ខ្ញុំដាក់12 6ដាក់មកទៅអ្នកគ្នាអាចសេរីថាមួយរូបនេះយើងស្អាត7ចាស់ក៏នេះវា7បន្ទាប់ពីដាក់ fix size and then គឺខ្ញុំចាប់ផ្ដើមនិយាយទៅលើ experience ដែលខ្ញុំបាននិយាយហ្នឹង experience អូខេ0ទៅកាន់5ឆ្នាំរបស់ខ្ញុំហ្នឹងហើយអូខេ0ទៅកាន់5ឆ្នាំ years dot plot and អូខេតាមមកទៀតយើងប្រើ kind យើង use តកតងជាមួយនឹង bar នេះយើងប្រើអាតិន័យវាដេកចុះក្រោមចាដោយសារអីបាទខ្ញុំប្រើតិន័យដេកចុះក្រោមដោយសារឈ្មោះអាកន្លែង job title ហ្នឹងវាវែងអញ្ចឹងយើងប្រើអាហ្នឹងទៅវាស្រួលមើលណាខ្ញុំអត់ប្រើក្រាបអក្សរដែលវាដេកហ្នឹងហើយអូខេ ax ស្មើជាមួយនឹង ax អូខេ and color ខ្ញុំប្រើ color ទៅអត់ដាក់ឲ្យវាចេញឲ្យដែរនេះតែខ្ញុំចង់ដាក់ដោយសារអីដោយសារនៅពេលដែលខ្ញុំធ្វើតកតងនឹងតាមឆ្នាំផ្សេងវាអាចនឹងខុសគ្នាដែរអូខេអញ្ចឹងអានេះវងឆោខាងនេះមួយចាអូខេតែពីបានប៉ុណ្្នឹងហើយក៏មិនទាន់ចេញឯដែរគឺយើងចាប់ផ្ដើមទៅកំណត់ជាមួយនឹង title label ហើយនឹង layout របស់វាអញ្ចឹងទៅអូខេអូខេឲ្យវា show graph ណា AX ស្មើជាមួយនឹង set title yes title នៅក្នុង set title គឺខ្ញុំដាក់ title ខ្ញុំដាក់ថា0ទៅ5ឆ្នាំ years experience yes sorry experience អូខេ and បន្តមកទៀតគឺខ្ញុំដាក់តកតងជាមួយនឹង x label and y label after that គឺខ្ញុំប្រើអ្នកនាងដាក់ PHP Thai layout នេះហើយក៏បានឬក៏ PLT .show តែម្ដងក៏បានដែរបានថា layout នេះចាំយើងដាក់តិន័យក្រាមមួយចូលគ្នាឲ្យវាសេរីស្អាតអញ្ចឹងណាឥឡូវយើងនៅតែឯងយើងដាក់អញ្ចឹងអូខេទៅមកប្រើខ្ញុំមកឃើញធំស្អាតអូខេតោះពេលយើងធ្វើហើយយើងអាចមើលឃើញថា AI engineer នេះគឺបានលុយច្រើនជាងគេ and ទីជាងគេគឺ data analyst អូខេបាទ data analyst អូខេបន្តមកទៀតយើងចូលទៅដល់5ទៅកាន់10ឆ្នាំអញ្ចឹងបើ5ទៅកាន់10ឆ្នាំវាមិនខុសពីធ្វើពី0ទៅ5ទេអញ្ចឹងខ្ញុំ copy and paste តាម filter មួយមកគ្រាន់តែខ្ញុំចាំតែបដូរតិន័យអូខេ yes អូខេ yes អានេះខ្ញុំបដូរទៅដាក់5ទៅ10អានេះខ្ញុំដាក់5ទៅ10 and then អានេះខ្ញុំដាក់5ទៅ10អានេះខ្ញុំដាក់5ទៅកាន់10ហើយនេះខ្ញុំដាក់5ទៅកាន់10 and then អានេះខ្ញុំដាក់5ទៅកាន់10ហើយមួយនេះក៏ខ្ញុំដាក់5ទៅកាន់10 and then មួយនេះគឺខ្ញុំដាក់ថា5ទៅកាន់10ហើយមួយនេះក៏ខ្ញុំដាក់5ទៅកាន់10 and then មួយនេះក៏ខ្ញុំដាក់ថា5ទៅកាន់10មួយនេះក៏ខ្ញុំដាក់ថា5ទៅកាន់10បាទ5ទៅកាន់10ដូចគ្នាយើងនិយាយ5ទៅ10ឆ្នាំឥឡូវនេះគឺយើងកែដែរមក5ទៅកាន់10ឆ្នាំនេះក៏យើងកែដែរមក5ទៅកាន់10ឆ្នាំអូខេផ្លេចទីមួយ yes អញ្ចឹងយើងអាចយកមករានបានយើងឃើញថានៅតែ AI engineer លុយច្រើនជាងគេបងអស់ and data analyst លុយទៅជាងគេបងអស់អូខេបន្ទាប់ពីយើងចេញតន័យបែបនេះមកហើយយើងអាចទៅអីបន្តទៀតទៅលើ graph អញ្ចឹង graph វាមិនជាខុសគ្នាអីទេអញ្ចឹងខ្ញុំអាចយកមកដាក់នេះមកហើយបដូរតែឆ្នាំទៅវាចាញ់ដូចគ្នាបដូរ color ដែរទៅវាខុសគ្នាខ្លះ and then នេះខ្ញុំដាក់5ទៅ10ឆ្នាំខ្ញុំបាន analyse ហើយអញ្ចឹងវានឹង plot graph ខ្ញុំបានយ៉ាងស្រួលចូលនេះ5ទៅ10
ok em title នេះ color ខ្ញុំសុំបដូរអត់ប្រើ sky blue ទៀតទេឲ្យប្រើអីប្រើ green នេះទៅ yes green នេះចឹងណាហ្នឹងហើយឲ្យវាខុសផ្នែកគ្នាហ្នឹងហើយដាក់វាខុសគ្នាទៅវាស្រួលមើលតែពេលយើងមិនក្រាបយើងអាចដូរថែមទៀតស្រាប់តែយើងទេហ្នឹងហើយអូខេតែខ្ញុំដាក់នៅនេះហើយបាទអូខេអញ្ចឹងខ្ញុំអាចយកមក run បាន yes អូខេឃើញថា5 10ឆ្នាំយើងមានប៉ុណ្ណឹងហើយលុយរបស់យើងនៅរក្សាទម្រង់ដដែលទេបាទនេះអូខេតោះអញ្ចឹងយើងចូលដល់ចំណុចបន្ទាប់គឺ10ទៅ15ឆ្នាំអញ្ចឹងទម្រង់ដដែលខ្ញុំបាច់ import CSV file ម្ដងទៀតទេស្រីពីលើហើយអូខេអញ្ចឹងយើងយក code ខាងលើនេះយកមក paste តែម្ដងអូខេបាទតោះអញ្ចឹងជំរឿយើងចង់ដឹងថាតើ5ទៅ10ឆ្នាំហ្នឹងជំនាញអាពីហ្នឹងធំជាង game project ជាង game project ហ្នឹងនៅដដែលដែរអត់អូខេអញ្ចឹងនេះគឺ10ទៅ15វិញអូខេ and then នេះ10ទៅ15វិញ and មួយនេះគឺ10ទៅ15 yes and then មួយនេះគឺ10ទៅ15 yes and then មួយនេះគឺ10ទៅ15 and then មួយនេះគឺ10ទៅ15 yeah មួយនេះក៏ចឹងដែរ10ទៅ15មួយនេះក៏ចឹងដែរ10ទៅ15មួយនេះដូចគ្នា10ទៅ15មួយនេះក៏ចឹងដែរ10ទៅ15បាទអង្គុយដូរឆ្នាំទៅអូខេទៅ15អូខេ10ទៅ15 10ទៅ15 10ទៅ15អូខេអញ្ចឹងយើងអាចយកមក run បានហើយឃើញថានៅតែ AI engineer និង data analysis គឺនៅតែទទួលបានប្រាក់ចំណូលខ្ពស់ជាងគេដដែលអូខេតែយើងចាប់ដើមគូទៅលើ graph របស់យើងអញ្ចឹង graph ខ្ញុំយកវាមកដាក់នេះទៅដែរដូរទៅឆ្នាំទៀតមកហើយដូរ color ទៀតមកវាប្លែកអូខេហើយ pass it អូខេនេះគឺ10ទៅ15វិញអូខេខ្ញុំអត់យក green ទេលើនេះគឺខ្ញុំយកតកតងជាមួយមិញblue dot តិចវិញមកចាប់តែថត10ទៅ15អូខេអូអានេះទៅ15ដែរអូខេ and then យើង try to run yes ឃើញហើយនៅតែដដែលទេយើងមើលទៅព្រោះយើងបាននិយាយគ្នាលើនេះហើយបាទអញ្ចឹងបន្តមកទៀតគឺចូលទៅដល់15ទៅកាន់20ឆ្នាំអញ្ចឹងយើងយក code ពីខាងលើនេះមកប្រើដដែល yes បាទនេះ code យើងនៅខាងលើយើងយកមកប្រើដដែលនេះក៏យើងបដូរពី15មកកាន់20ឆ្នាំ and then នេះគឺ15មកកាន់20ឆ្នាំ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 នេះគឺ15 20ឆ្នាំនេះគឺ15 20ឆ្នាំអូខេ and then នេះគឺ15មកកាន់20ឆ្នាំ15មកកាន់20ឆ្នាំ15មកកាន់20ឆ្នាំបាទ20ឆ្នាំអូខេ and then ខ្ញុំ try to run អូខេចេញមកតែដែរទេគឺនៅតែ AI engineer and data analysis still the highest and the lowest តែ and graph ដាក់យកតែម្ដងទៅអូខេ yes okay graph pictures and then I use it 15ទៅកាន់20ឆ្នាំ color ឡើងនេះខ្ញុំមិនប្រើ blue ទេខ្ញុំមើលនេះ blue and then នេះ green and then now I use it red អូខេមាន color ច្រើនអ្នកនេះអាចចូល search មើលមាន color ស្អាតច្រើនថែមទៀតអាចចូលទៅ search មើល by color in collab មកមានច្រើនឬក៏ in Python វានឹង load ពណ៌ច្រើនណាអូខេអញ្ចឹងយើងចាញ់បានហើយតាក់ទងជាមួយនឹង15ទៅកាន់20ឆ្នាំ and then យើងអាច mix gram នេះចូលគ្នាបានទៅទៀតខ្ញុំបរៀនរបៀប mix gram នេះចូលគ្នាអញ្ចឹងយើងអាចសន្និដ្ឋានបានថា if you are work in position AI engineer the salary is the highest and if you are work in position data analysis the salary is the lowest អូខេចំណុចបន្ទាប់គឺយើងតាក់ទងជាមួយនឹងការរកតាមក្រាមនីមួយៗអញ្ចឹងចំណុចខាងលើនេះគឺយើងនិយាយគ្នាហើយអស់ហើយឥឡូវយើងចូលដល់ចំណុចបន្ទាប់ដែលជាដំណាក់កាលមួយទៀតគឺខ្ញុំចង់ analysis ប្រភេទមួយទៀតអូខេអញ្ចឹងដើម្បីដោះស្រាយបានគឺខ្ញុំចង់តាក់ទងជាមួយនឹងការ upload file ចូលទៅដែរទេប៉ុន្តែលើនេះខ្ញុំចង់ print ខ្ញុំដាក់ shape បន្ថែមដោយសារ file ខ្ញុំបាន upload ចូលហើយអញ្ចឹងវាអត់មានជាអីជាបញ្ហានឹងអត់អីទេអូខេអញ្ចឹង df.shape អូខេតែ shape មួយបានអូខេ and print ខ្ញុំចង់មើលតែ head ប្រហែលនេះទេម្នាក់អត់ចង់មើលទាំងអស់ទេអញ្ចឹងអូខេដាក់ប៉ុណ្្នឹងបានអូខេអញ្ចឹងយើង run មកយើងឃើញថាតន័យរបស់យើងនេះ head គឺវា show ឲ្យយើង 4 5 តន័យមានប៉ុណ្ណឹងណានេះជា head data របស់យើងអូខេមាន 10 column នឹងដែរទេតន័យដែរគ្រាន់តែខ្ញុំចាប់ដើមចូលដល់ step បន្តទៀតអូខេអញ្ចឹងចំណុចបន្តគឺខ្ញុំ find the distribution of the salary អញ្ចឹងខ្ញុំចង់រកតាក់ទងជាមួយនឹងប្រាក់បៀវត្សរបស់យើងដែលខ្ញុំឲ្យវាសង់ជាតារាងបំណែងចែកប្រេកង់របស់យើងតែម្ដងទៅអូខេអញ្ចឹងយើងអាចដាក់បានអញ្ចឹងរូបរបស់យើងគឺយើងដាក់មក picture ស្មើជាមួយនឹង plt
dot fixture អូខេអានេះគឺ fix size fix size នេះគឺខ្ញុំយក20ឲ្យដាក់1ចុះតែយើងកំណត់ទេវាអត់មានអីជាបញ្ហាទេហើយតាមមកទៀតយើងប្រើ click speed អូខេដែលខ្ញុំបាន import នៅខាងលើដំបូងគេបងអស់រួចរាល់ហើយ click speed គឺខ្ញុំបានតាំងប្រភេទនេះចឹងនៅក្នុង click speed នោះវាមាន unrow uncolumn ហើយនិង fixture អូខេអញ្ចឹង unrow គឺ2ហើយ uncolumn ខ្ញុំយក3អូខេហើយ fixture គឺស្មើជាមួយនឹង fix fix អូខេហើយខ្ញុំកំណត់ទៅលើ head space h head space របស់ខ្ញុំគឺ h space h space ស្មើជាមួយខ្ញុំយក 0.45 អូខេហើយ w space គឺខ្ញុំយក 0.35 អូខេទៅប្រងប៉ុណ្នេះទៅបានណាអញ្ចឹងខ្ញុំចាប់បាន plot រូបទី1ទៅលើ distribution of the salary អញ្ចឹងខ្ញុំនឹង plot ទៅអញ្ចឹង axis ទី1អូខេ axis ទី1ស្មើជាមួយនឹង fixture dot យើងប្រើអីគេយើងប្រើតម្រងដដែលគឺខ្ញុំប្រើ subplot អូខេហើយ gs កននេះខ្ញុំយក00អូខេតែពីបានប៉ុណ្្នឹងហើយតាមមកទៀតគឺខ្ញុំហៅទៅលើឲ្យវាសង់ក្រាฟចឹងប្រភេទដែលខ្ញុំចង់បានក្រាฟគឺខ្ញុំចង់បានប្រភេទ histogram អូខេចង់បានប្រភេទ histogram df and salary អូខេ salary អូខេ salary ហើយបន្តមកទៀតខ្ញុំរើសយកបន្តមកទៀត bins របស់ខ្ញុំគឺខ្ញុំឲ្យស្មើជាមួយនឹង30 color ខ្ញុំយករៀងពណ៌តែបើយើងដុតអញ្ចឹងយក steel blue អូខេហើយខ្ញុំត្រូវដាក់ h color មានន័យថា frame របស់វានៅខាងក្រៅហ្នឹងគឺជាទូទៅខ្ញុំដាក់ black អូខេ frame color នៅខាងក្រៅណាអូខេ and then ខ្ញុំចាប់ផ្ដើម set ទៅលើ title label ហើយនឹងឲ្យវា plot show អូខេអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់តែម្ដង x1 dot salary title ឡើយនេះគឺខ្ញុំដាក់ថាវាជា distribution of salary អូខេ and then មួយនេះគឺខ្ញុំដាក់វាជា x label and y label អូខេចឹង label គឺជា salary ហើយ y label គឺជា freecon អូខេតាមមកទៀតគឺខ្ញុំឲ្យវា show អញ្ចឹង plt dot show អូខេតោះអញ្ចឹងយើងអាចឲ្យវា show បានអូខេអញ្ចឹងយើងឃើញថានេះជាទិន្នន័យរបស់យើងហើយប្រាក់ដែលទទួលបាននេះគឺមានចំនួនប៉ុណ្ណឹងមានន័យថាលុយដែលបានចាប់មកគឺចាប់ពី 50000 ហើយធំត្រឹម 30000 ហើយភាគច្រើនអ្នកដែលបាននៅក្នុងចន្លោះប៉ុណ្ណេះបាទចន្លោះថា 14.50000 រៀងទៅបានច្រើនជាងគេដែលបើយើងគិតពី Precon គឺវា2500 25000វាលើ 25000 ណាហ្នឹងហើយអូខេអញ្ចឹងបន្តមកទៀតយើងចូលដល់ចំណុចបន្ទាប់គឺតកតងជាមួយនឹង minimum ហើយនិង maximum តកតងជាមួយនឹង salary ដដែលទេអានេះវាមិនខុសពី class នៅខាងលើមិនទេយើងអាច suggest យើងអាចធ្វើការសន្និដ្ឋានថា AI ជា AI engineer គឺជា the top salary មានន័យថាជា the highest salary and data analysis ជា the lowest salary តែខ្ញុំចង់ធ្វើនេះម្ដងទៀតគឺនៅក្នុងប្រភេទ chart ប្រភេទបែបនេះមួយទៀតអញ្ចឹងខ្ញុំធ្វើ group yes group ស្មើជាមួយនឹង df dot ជាមួយនឹង group by and job title អូខេហើយបន្តមកទៀតគឺយើង short វាអូខេ short value មានន័យ short value ដែលខ្ញុំយកកំណត់ពីឲ្យពី max ទៅមុនមានន័យថាយើងឲ្យពី maximum មានន័យថាមានន័យថាឲ្យវារៀបពីធំមកតូចណាហ្នឹងហើយឲ្យវារៀបពីធំមកតូច and accessings អូខេ accessing ស្មើ true អូខេ yes បាទបន្តមកទៀតគឺយើងចាប់ផ្ដើមឲ្យវា group ហើយអញ្ចឹង fixtures and axis អញ្ចឹង axis នេះខ្ញុំតាំងតែ axis 2ចុះស្មើជាមួយនឹង plt dot subplot អូខេ fix size អូខេដែលអននេះគឺ10ខ្ញុំយក6អូខេបន្តមកទៀតគឺ axis 2ខ្ញុំប្រើ bar ដែលប្រភេទ bar បែបនេះគឺ date ដោយសារឈ្មោះ job title យើងវែងហ្នឹងហើយអូខេអញ្ចឹងយើងបានដាក់មក group group អូខេ group dot index អូខេតាមមកទៀតគឺសូមចុះបន្តទៀតចុះនៅក្នុងgroup នេះអូខេនៅក្នុង group នេះគឺយើងឲ្យវាពី max ទៅឲ្យវាពី max ទៅឲ្យវាដកជាមួយនឹង group មួយទៀតអូខេmin អូខេ min and then តាមមកទៀតខ្ញុំដាក់ left ស្មើជាមួយនឹង group yeah group min group min ហើយឲ្យ color ខ្ញុំរើសយក color sky blue ពណ៌ខៀវ CL ហើយខ្ញុំត្រូវដាក់ h color ដែរដើម្បីឲ្យអាខាងក្រៅហ្នឹងខ្ញុំចង់ដាក់វាពណ៌ខ្មៅអូខេដល់ពីបានប៉ុណ្ណេះហើយយើងអាចចាប់ផ្ដើម set ទៅលើ title របស់យើងបានយ៉ាងងាយស្រួលអញ្ចឹង set title របស់យើងហើយនឹង label របស់យើង and then គឺ show របស់យើង and then ខ្ញុំចង់បន្ថែមgrid នេះទៀតអញ្ចឹងចង់ថែម grid នេះខ្ញុំដាក់មក plt dot grid true អូខេ yes អញ្ចឹងវាអាចនឹងចាញ់ខ្ញុំបានយ៉ាងងាយស្រួល
ok វា setting error អូខេមិញវា error ដោយសារអាកន្លែង AX2 នេះខ្ញុំអត់ដាក់ចុចទេខ្ញុំតែដាក់ក្បៀកអញ្ចឹងដាក់ក្បៀកត្រូវទេគឺត្រូវតណាអូខេអញ្ចឹងវាចាញ់ឲ្យយើងអញ្ចឹងយើងអាចសន្និដ្ឋានបានថា AI engineer គឺទទួលបានបរិវត្តច្រើនដដែលទេហើយ data analysis គឺទទួលបានបរិវត្តតិចជាងដដែលទេអញ្ចឹងវាមិនខុសពីមុននឹងទេគាត់ថាខ្ញុំចង់ profile chart ហ្នឹងហើយអូខេអញ្ចឹងបន្តមកទៀតចូលដល់ cloud experience year via salary អញ្ចឹង experience year via salary នៅក្នុងនេះវាក៏មិនខុសពីអាក្រាមដែរខ្ញុំធ្វើខាងលើទៅតាមខ្ញុំបែងចែកជា category តាមឆ្នាំចន្លោះពី0ទៅ5 5ទៅ10 15ទៅ10ទៅ15ទៅ20ដែរតែនៅក្នុងនេះគឺខ្ញុំដាក់យកមកទាំងអស់ហ្មងអញ្ចឹងមកដាក់យកទាំងអស់វាចេញមកដូចគ្នាហ្នឹងហើយអញ្ចឹង fixture smart plt dot fixture អូខេ fix size អូខេ smart 20 and 11អូខេហើយអានេះគឺ GS ស្មើជាមួយនឹងខ្ញុំប្រើ grid space អញ្ចឹងនៅក្នុង grid space នេះខ្ញុំអាចមានសិទ្ធិយកពី3ហើយ fixture ស្មើជាមួយនឹង fix ហើយ hash space ស្មើ 0.45 តមកទៀត w space ស្មើ 0.35 បាទអូខេអញ្ចឹងចូលដល់ plot ទី3របស់ខ្ញុំគឺខ្ញុំដាក់មក AX3 ស្មើជាមួយនឹង picture dot add subplot អូខេ subplot GS លើកនេះគឺខ្ញុំយក01ហើយ salary នេះគឺអត់យក steel blue ទេគឺយក C green ឲ្យពេលដែលខ្ញុំដាក់ក្រាមមកចូលគ្នាគឺឃើញថាវាខុសគ្នាអញ្ចឹងនេះគឺ C green ដដែល experience year vs salary and then យើងអាច plot វាបានអូខេអញ្ចឹងយើងនឹងសង្កេតឃើញថាប្រតិវត្តដែលទទួលបានច្រើនជាងគេគឺបទពិសោធន៍20ឆ្នាំអញ្ចឹងនេះគ្រាន់តែយើងអត់បានបែងចែកជា category ទៅតាមឆ្នាំទេប៉ុន្តែយើងសង្កេតឃើញថា channel ដែលទទួលបានច្រើនជាងគេគឺមានបទពិសោធន៍ច្រើនជាងគេគឺ20ឆ្នាំអូខេអញ្ចឹងនឹងបានច្រើនអូខេតោះអញ្ចឹងយើងចូលដល់ចំណុចបន្តទៀតចូលដល់ plot the average salary by education level អញ្ចឹងនេះគឺខ្ញុំប្រៀបធៀបទៅជាមួយនឹង education level នៅក្នុង education level ហ្នឹងវាមានសញ្ញាបត្រ high school diploma bachelor master and PhD អូខេអញ្ចឹងនៅក្នុង education level គឺខ្ញុំអាច plot បានយ៉ាងនេះគឺ fixtures ស្មើជាមួយនឹងsorry PLT dot fixtures អូខេបាទហើយ fixture size space 0.35 នេះ 0.35 ដូចតែគ្នាទេ and then ខ្ញុំចាប់ផ្ដើមយកវាមក plot តែម្ដងទៅអញ្ចឹង AX4 អូខេស្មើជាមួយនឹង fixture dot add ទម្រង់ដដែល subplot អូខេអញ្ចឹងនៅក្នុង subplot របស់យើងគឺយើងប្រើ GS 10អូខេអូខេតា GS 10មិនបានខ្ញុំប្រើ1001អីញ៉ៃមែនដោយសារទម្រង់នេះពេលដែលយើងដាក់ចូលគ្នាដើម្បីឲ្យក្រាមរបស់យើងវាលោតតាមអាប់វាមួយអញ្ចឹង AX picture add dot subplot GS 10វាទម្រង់ហ្នឹងវាធ្វើអញ្ចឹងដើម្បីឲ្យយើងស្រួលមើលទេអញ្ចឹងវាអត់មានអីជាបញ្ហាចាប់ស្រួលទេអញ្ចឹងចូលដល់ចំណុចបន្តខ្ញុំថតទៅលើ average តទៅជាមួយនឹង average salary ដោយសារនៅក្នុងហ្នឹងគឺខ្ញុំចង់ប្រៀបធៀបជាមួយនឹង salary ជាមួយនឹង education អញ្ចឹងដឹងថារវាង average salary ជាមួយនឹង education level ហ្នឹងនៅពេលដែលគាត់រៀនបានសញ្ញាបត្រដល់ទៅ PhD តើគេចំណូលគាត់បានច្រើនអត់បើយើង compare ជាមួយអ្នកដែលគាត់រៀនធ្វើ bachelor ឬក៏ master degree អញ្ចឹងអញ្ចឹងនេះខ្ញុំអាចប្រៀបធៀបថា average salary អានេះជាការតាំងរបស់យើងតែយើងដាក់អីក៏បានដែរ educational ស្មើជាមួយនឹង DF so ខ្ញុំចង់យកប្រៀបធៀបអញ្ចឹងប្រកាសណាគឺយើងប្រើទៅលើ group by អញ្ចឹង group by ហ្នឹងវាមានអត្ថប្រយោជន៍ត្រង់ហ្នឹងណា group by អូខេអញ្ចឹង education level អាឡែងហ្នឹងត្រូវសេត្រូវមួយដែរទេបានត្រូវសេត្រូវដោយសារ file CSV របស់យើងបើយើងទៅសេខុសវាអត់ចាប់ឲ្យយើងទេអញ្ចឹងអាឡែងហ្នឹងគឺយើងប្រយ័ត្នដែរព្រោះយើងទៅសេខុសក្នុង category នៅក្នុង Excel file វាអត់ read ឲ្យយើងទេអញ្ចឹងបើវាអត់ read ឲ្យយើងទាំងនេះបើគិតវាអត់ត្រូវអូខេអញ្ចឹងបានមានមធ្យមរបស់ខ្ញុំប៉ុណ្ណឹងប៉ុន្តែវាអត់ទាន់គ្រប់ទេដោយសារមូលហេតុនេះបើអត់ទាន់គ្រប់ដោយសារខ្ញុំចង់ short វាមានន័យថាការ short របស់ខ្ញុំគឺខ្ញុំចង់ឲ្យវាស្អាតបើមិនយើងដាក់តែប៉ុណ្ណឹងវាត្រូវវាទៅដូចតែគ្នាទេតែយើងចង់ឲ្យក្រាប chart របស់យើងវាស្អាតយើងរៀបស្អាតយើងប្រើ short value អូខេ accessing អូខេ value sorry access things smart for អូខេ yes អញ្ចឹងបន្ទាប់ពីបាន accessing smart for and then ខ្ញុំ move ទៅកាន់ក្រាបរបស់ខ្ញុំអត់ទាន់បានកំណត់ថាក្រាបរបស់ខ្ញុំជាប្រភេទក្រាបអីទេអញ្ចឹងដើម្បីកំណត់ប្រភេទក្រាបរបស់យើងបានគឺយើងដាក់មកaverage ទៅលើ salary ដែលខ្ញុំបានដាក់បាទ educational អូខេ plot kind អញ្ចឹងប្រភេទការរបស់ខ្ញុំប្រើគឺខ្ញុំប្រើប្រភេទ bar chart អូខេអញ្ចឹងវាអាចនឹងចេញមកឲ្យយើងបានមើលស្រួលថានេះ title របស់ខ្ញុំគឺទម្រង់ដដែល X label របស់ខ្ញុំគឺ educational ដែលមាន PhD master bachelor diploma and high school ហើយ average salary គឺវានឹងកណនីជាមធ្យមឲ្យយើងអញ្ចឹងវាមកដើម្បីខ្ញុំចង់ដឹងថាបើសិនជាម្នាក់ហ្នឹងគាត់បានសញ្ញាបត្រខ្ពស់តើ professional គាត់បានច្រើនអត់អញ្ចឹងយើងនឹងសង្កេតឃើញថាអូខេអញ្ចឹង color ខ្ញុំបាន set ឲ្យវាជា sky blue អូខេអញ្ចឹងបើយើងអត់ set វានឹងចេញយើង auto ទេអញ្ចឹងយើងសង្កេតឃើញថា PhD គាត់នឹងទទួលបានលុយច្រើនជាងគេព្រោះសញ្ញាបត្រគាត់កាន់តែខ្ពស់យ៉ាងទៅអូខេអញ្ចឹងអានេះវាប៉ុណ្ណឹងយើង move ទៅកាន់ចំណុចបន្តទៀតទៅកាន់តកតងជាមួយនឹង plot the salary by the company size អញ្ចឹងនៅក្នុង company size របស់យើងមានច្រើនមាន enterprise មាន large មាន medium មាន small មាន startup អញ្ចឹងមានប្រភេទក្រុមហ៊ុនដែលគាត់ទើបតែចាប់ផ្ដើមអាជីវកម្មមានប្រភេទក្រុមហ៊ុនតូចប្រភេទក្រុមហ៊ុនកណ្ដាលនិងប្រភេទក្រុមហ៊ុនធំហើយនិងប្រភេទក្រុមហ៊ុនធំមែនតើមកនិយាយថាប្រភេទក្រុមហ៊ុនថា GI អញ្ចឹងអូខេអញ្ចឹងយើងចង់ដឹងថាបើយើងប្រៀបធៀបជាមួយនឹង salary ដែល staff ឬក៏បុគ្គលិកគាត់ទទួលបានហ្នឹងគាត់អាចទទួលបានច្រើនអត់បើសិនជាគាត់ធ្វើការនៅប្រភេទក្រុមហ៊ុនប្រភេទទម្រង់បែបហ្នឹង
chẳng dừng purpose code phải dừng tại thế cứ fix fig and smart cho mùi nâng plt ok bà fixtures phải sáng dùng một hay mùi tại nãy and create space mà nhóm p bảy tại nãy fixtures mà feature has space mà xong trên pm and w space mà xong trên pm tầm mắt nhóm cho đang plot từ lờ average salary by company size phải nhóm ok chẳng lại ní cứ nhóm dọc subplot gs mùi muối and ní cứ chỉ average salary để nhóm ban tang đi màu hào ở ấy ok chẳngประเภทนี้thấy ở bây giờ toàn chọn đượcคือยังจับการมาแต่ตรงจมูกนึงประเภทชาติยังจับแต่ยังจับประเภทชาติประเภทแบบใหม่chẳngกูทอนยังโดยแต่ตำรงบาชาติพยังแต่ได้เท่แต่กันเลยนี่ยังจับประโดยังทลายผิวđó ok chẳng cái lỡ cứยังIndian red ok bên này thay bia có hòm tùng tống bờ khai hai thay chim chụpยังbia hay à cái nàyแต่ตรงนั้น color นั่นแหละดอกเนี่ยหนักกว่าบ้านเลยบia มีในจีปัญหาที่แต่ประธานยังหนักนะก็phải giống bia มีนะเกมเวียด้วยจี frame มวยอย่างนั้นนะนั่นแหละchẳng đã có bán còn các bạn chỉ bằng 200 nào thì ai đã đến tháng liên hai BP hay năng sang để tham gia cái bạn đã bán được ok dân và dân miền bản này and dân ở bìa plot bán toàn tranh bán đấy để sao nhưng mà còn ở dân plot ở bìa bằng bìa thì show cái này đi mà and then bên này cả lại ok chẳng dân khơi thà bị tranh nhau dân này chẳng có phép con hồn đại bán tranh những cái cứ phép con hồn enterprise tại bởi sao nhóm đặt có phép chắc khơi nhà làm theo bìa associate đấy năng này chẳng là có phép mua sắm bay tại cái này nhà cách là bảo đi dân cua tại sẽ mấy cái viên sản này chắc là bây giờ viên sản cứ dân phải tại trong chung mùi đường mồm chứ dân hai được sai sẽ được cái cái được cái dân tận sẽ cho mấy ơi rụt phải dân mới tới viên sản chấm dân đây thành những bạn tại phải tại chắc nhưng phải text tại trong chung mùi này cái hai tháp hai cái chắc nó không hai cái lắm dân trong mạng access cái của tao bên trong sẽ access phải y cái dân sẽ phải y cái ở bia rotation mồm bên đó tại chạy đó y cái nhóm a đấy đừng lấy nhóm bia bên này thời chỉ bằng hai thì ai để chỉ bằng hai nhóm trong có đầu sau bị thèn thì trong bị thèn tích hai mồm sai phải em rồi ok trong rotation có nhóm sai phải em được cái and then bên nhóm plot bia mất khơi thà rụt vào nhóm a chẳng muốn trong bởi dân do tại bằng hai the presentation bia ai những số mờ cái mồm bia interact cái chào đón mà hiện tại ok ta lấy những cho đó cho này top bị cho vậy cho nên bắt cứ nhung vậy tại trong chung mùi năng industry chứ nó không industry phải giống như mình chọn nếu các nó bị industry xem cái này hay chung mùi năng remote work chứ nó không cam đi cứ trong mình trâu thì cho nó bảy cứ miền industry remote work hay năng salary trong industry nhưng mà phải cho nó excel file phải dùng hỏi vì miền consulting vì miền education vì miền finance vì miền government vì miền healthcare vì miền manufacturing vì miền media vì miền retail vì miền technology hay vì miền telecom như vậy and tại trong remote work vì miền bảy đấy từ vì miền quạt vừa cả remote work này ha quạt thôi remote work tính thì bị quạt thôi remote work thế quạt work là không vốn company dùng món and mới chắc quạt hybrid này ha hay sao này là quạt thôi remote work quạt vừa ở cái chỉ company quạt vừa đấy năng salary chỉ mà xuống ok chẳng dương chập đang vừa hiện từ không phải dương bệnh năng này chẳng dương nó tại sao tầm trung tại tới cứ fixture smart trong quên năng thì fixture size nhưng nơi tại sao tầm công bậc trong tại thế hay chỉ accurate space mà nhóm khi nhóm do pi bảy tại thế mấy bạn trong si nhóm do tầm không nó có phân kia đôi lúc hàng được là bây giờ nhóm do cam tầm một chỗ kia nhóm set tầm câu tế hay nhóm copy paste tầm plot để nhóm chọn bán viên được tranh mình cả mọi món tại mình như này thay này đọc nên anh đâu bán để này đọc nên mình đâu bán salary để sao năng viên miền architect tại đó cam phải dương mình tích gì thời gian bởi dương sẽ có này căn thống cam phải dương căn xa trong tay dương phải hai căn mê dương bị sụt mới chẳng là việc nâng để chẳng biết not effects yeah vì ăn miếng pop up này thấy nhóm CM bởi sao nhóm cho chân nặng ở cái smart kia đi sao tầm không vẫn dương sụt mờ ok ta chẳng dương cho tất cả access vùng mũi chúng tăng phèm tăng vùng mũi đó có đến dương mình tăng vành vành bị nó bị điện từ xem vành tí nào vó cứ dương này sẽ thì không bị nào vó để cái trang mưa đã output phải dương ta nó người ta ban nặng này trong đang output phải dương tranh mạch cái trong mưa là tập hoa dương thì cái miền màu coi ăn code phải dương thì nặng này trong lượng ý vì sao vì hợp pivot table thì tôi tới nào hay khi nhập pivot table nó không excel thì tay nó không coding useful đi hay pivot table cứ chui chờn mình tên ok chẳng Python apply chẳng hay bữa sáng chỉ mất thấy ô hay dùng anh vô từ research time via có che để sai nó via tiêm tia practice mong nhóm có che đó để ra vía mình cách coi trang câu được dùng coi tình hiện chẳng nó thì tại để sẵn sàng dương bàn useful từ lời cái practice mà chẳng đúng bị ai chui dương bàn class này trong đằng thảo nó không pivot table nó bên cái client này bên index bên column bên expand ấy dương xem chẳng thấy visual này dương ra nó không có collab được nó không bị scope cả đời có bị anh chẳng dương load màu client để xem lại nó visual thay bên AI bị ai chui và tay thời trang ta cái class vía của ai chui tên này và dương cứ chọn làm lại mua lại đấy bởi vì dương vẫn là không company cái mình ao dương thời AI thì mua lại đấy để sao tên này mà chẳng muốn bởi dương use AI bị ai chui bắt tên này vào cái TP việc thua ao secreting rồi có secret information đại kê lẹ nắng kê tranh đại từ tam cho mình đi bị thua ở crude này đó trong con kê đại chẳng kê mình anh đừng thay ao dương phở thì ta bật kê phở ok ao dương anh lại phở nó không tập hết đại kê đạo phở này vì mình offset thì này ok nhưng mà sao chỉ đừng nói để sao nhóm toàn những experience vẫn không company đại này ta những cái này chẳng bởi áp dụng lên PR cho nó tu tết dương phở tam giải hay dương này control bị chó nữa này ok ta đi dương tan đại thế chẳng pivot pivot table ok có bạn pivot table
អញ្ចឹងក្រាបដែលខ្ញុំបញ្ជាក់ម្ដងទៀតនេះជាក្រាបរបស់ខ្ញុំហើយក្រាបរបស់ខ្ញុំលើកនេះខ្ញុំធ្វើជាភេទតម្រង់ head matte អញ្ចឹងអាតម្រង់ head matte ហ្នឹងមានន័យថាវាចេញប្រភេទ color មួយយើងអាចសន្និដ្ឋានថាវាដិតច្បាស់ហ្មងហើយវានឹងឡើងប្រភេទ3ឲ្យខ្ញុំមូលហេតុបានខ្ញុំប្រើក្រាបហ្នឹងដោយសាររាល់ដងយើងប្រើក្រាបយើងប្រភេទប្រៀបធៀបតែ2 column ឯងឬក៏2 objective ដែលយើងចង់យកមកនិយាយឯងប៉ុន្តែលើកនេះខ្ញុំយកដល់តែ3 column យកមកនិយាយគ្នាអញ្ចឹងខ្ញុំប្រើ head matte វាជួយឲ្យខ្ញុំមើលឃើញបានស្រួលអញ្ចឹងបន្តមកទៀតយើងប្រើហេនេះយើងអាចអានបាន pivot table column index label rotate 45 degree អូខេបើសិនជាយើងយកវាអរ៉ានវាចេញបានប៉ុណ្នេះអូខេប៉ុន្តែវាយើងមើលទៅឃើញបានប៉ុណ្នេះអូមាន hybrid មាន yes នៅប៉ុន្តែសួរថាមើលទៅស្រស់ស្អាតវាអត់តន់ស្រស់ស្អាតត្រឹមត្រូវទេអូខេអញ្ចឹងដើម្បីឲ្យវាមើលទៅស្រស់ស្អាតត្រឹមត្រូវយើងត្រូវចេះច្នៃវាអញ្ចឹងកន្លែងនេះគឺយើងចាប់តាមសេរីណាហ្នឹងហើយអញ្ចឹងខ្ញុំសូមយកវាមកធ្វើកន្លែងនេះម្ដងទៀតកន្លែងនេះគឺប្រើ cool form នេះក៏បានឬក៏color នេះយើង set ទេណាយើងអ្នកនរចូលមើលក្នុង website ទៅ color in Python ទៅវាមាន color ឲ្យយើងទេអញ្ចឹងកន្លែងនេះយើងយកវាគ្រាន់តែមក paste វាមកវាចាញ់អញ្ចឹងអានេះខ្ញុំប្រើ expect ទៅលើនេះខ្ញុំឲ្យវា auto អូខេបាទអូខេបានចេញបាននេះហើយអញ្ចឹងយើងចាប់ផ្ដើម set តទៅជាមួយនឹងអីគេជាមួយនឹង label របស់យើងមួយអញ្ចឹងទៅប៉ុន្តែនេះយើងនៅតែ fix ទៅលើតទៅជាមួយនឹងឲ្យវាស្អាតជាងមុនអញ្ចឹងខ្ញុំធ្វើ ax6 dot ជាមួយនឹង set and xtext នេះវា load មកច្រើនមែនតើនេះ xtext របស់ខ្ញុំនៅខាងក្រោមនេះអូខេ xtext អញ្ចឹងលើកនេះគឺយើងប្រើជាមួយនឹង NumPy បញ្ចូលតែម្ដង and len pivot table len ហ្នឹងវា len វាជាទំហំមួយដើម្បីវាស់ហ្នឹងហើយបើនៅក្នុង Excel យើងយកវាមកប្រើ sum អញ្ចឹង yes វា normal តែកន្លែងយើងត្រូវនេះទៅចាំកូដដែរនេះគឺខ្ញុំបាន pivot table index មើលទៅខ្ញុំបាន pivot table column អូខេនេះ pivot table index ខ្ញុំសូមដាក់ font size បន្តិចដោយសារអីយើងចង់បានទំហំប្រភេទដែលយើងចង់បានអញ្ចឹងអ្នកនរអាចនឹងថាអត់ដែរក៏វាមិនមែនជាបញ្ហាដែរហើយព្យាយាមបដូរទីនេះទៅដើម្បីយល់ថាអាមួយ line នេះ code ហ្នឹងវាមានអត្ថន័យថាម៉េចដូចខ្ញុំរ៉ាន់តែប៉ុណ្្នេះឲ្យមើលហើយវាចេញតែប៉ុណ្្នេះតែវាអត់ទាន់បានពេញលេញទេយើងធ្វើ presentation វាអត់ទាន់ clear ហើយវាអាចនឹងធ្វើគេអត់ make sense វាអត់ទាន់ពិតអញ្ចឹងគេនឹងសួរយើងដេញដោលចោលឡើងអីអញ្ចឹងយើងធ្វើម៉េចឲ្យយើងច្បាស់មុនយើងឡើងធ្វើ presentation វាជិះវាគេសួរតែឡើងគេសួរឯងតែគេមិនសួរទេអត់សួរមានខាត់យល់ពីអីដែលយើងនិយាយតែទូទៅគេតែសួរឯងហ្នឹងហើយអញ្ចឹងអានេះ average salary by industry work and then ប៉ុណ្ណេះអូខេplot color អញ្ចឹងកន្លែងនេះខ្ញុំបានប៉ុណ្ណេះដដែលវាមានអីខុសគ្នាទេ and then ខ្ញុំអត់តន់ plot ទៅលើអីទាំងអស់ខ្ញុំចង់ឲ្យវាទៅលើខ្ញុំថែមទៀត color bar អូខេខ្ញុំបានតាំងដោយ em នៅខាងនេះលើនេះហើយ axis ax ស្មើ ax 6ដែលយើងបានតាំងត្រូវទេ and then យើង set label ចូលនៅក្នុងយកមកlabel របស់ខ្ញុំគឺធម្មតាគឺ average salary and then ខ្ញុំប្រើ fraction 0.46អូខេfraction ស្មើ 0.46 ហើយ sorry and then អានេះ pad ស្មើជាមួយនឹង 0.04 អូខេហើយចង់បើគេ pt.show អញ្ចឹងយើងនឹងឃើញក្រាហ្វិកយើងមកវាប្រសើរជាងមុនតែដោយសារវាអាចនឹងមានបញ្ហានៅកន្លែងនេះខ្ញុំគាត់ពណ៌នេះអញ្ចឹងខ្ញុំសាកព្យាយាមដូរមិញហើយខ្ញុំយកវាមកអានម្ដងទៀតអូខេវានឹងចេញមកទៅប្រសើរជាងមុនណាអូខេអញ្ចឹងយើងឃើញថាក្រាហ្របស់យើងគឺបានចេញស្អាតទៅលើ average salary and industry របស់វាអញ្ចឹងយើងអាចសន្និដ្ឋានបានថានេះ dollar color dot មានលុយច្រើនជាងគេហើយអញ្ចឹងយើងសង្កេតឃើញថាតាមរយៈយើងមើលក្រាហ្វតើមនុស្សភាគច្រើនគាត់ធ្វើការនៅក្នុងវិស័យហ្នឹងគឺគាត់ប្រើអីគេឥឡូវយើងមើល consulting ក្នុង consulting មួយ color ដែលដុតជាងគេនៅនេះអញ្ចឹងគឺភាគច្រើនគឺគាត់ធ្វើ remote work នៅក្នុង education ដូចគ្នាដែរក៏គាត់ភាគច្រើនគាត់ធ្វើនៅក្នុង remote work ដែរអញ្ចឹងពេល hybrid គឺសឹងតែអត់ and តកតងជាមួយនឹងhybrid ខាងបើវាមានខ្លះតែពេលនៅក្នុង remote work វាសឹងតែអត់ដែរអញ្ចឹងយើងអាចនិយាយចំក្រាបនេះវាពណ៌នេះបានច្រើនហើយមើលទៅគេអាចនឹងសន្និដ្ឋានបានយ៉ាងងាយស្រួលតែម្ដងអញ្ចឹងអានោះវាចំណេញអញ្ចឹងហ្នឹងហើយយើងអាចមើលតាម category មួយដូច telecom mostly គឺគាត់ remote work ឃើញហ្នឹងហើយតែបើយើងប្រៀបធៀបមួយ hybrid ជាមួយនឹងអត់ remote work គឺភាគច្រើនគឺគាត់អត់ remote work ទេហើយ hybrid គឺពាក់កណ្ដាលមានន័យថាអាចនឹងថាគាត់ធ្វើខ្លះអត់ខ្លះចឹងតែវានៅក្នុង color ម្ដងនេះហើយបើយើងនិយាយហ្នឹងគឺយើងនិយាយមួយលុយទេយើងនិយាយមួយប្រាក់ចំណូលរបស់គាត់បានប៉ុណ្ណឹងបាទអូខេអញ្ចឹងយើងសង្កេតឃើញថាក្រាហ្របស់យើងបានប៉ុណ្នេះបន្តមកទៀតខ្ញុំចង់ធ្វើតាក់ទងជាមួយនឹង features ទៅលើ correlation អញ្ចឹងហើយនេះខ្ញុំប្រើទៅលើ feature correlation ធ្វើអីអានេះវាផ្លែងបន្តិចដោយសារយើងប្រើតាក់ទងជាមួយនឹង seaborn ម្ដងយើងរៀនបានតែមាន pandas numpy ហើយនឹង matplotlib ចឹងទៅហើយលើកនេះយើងមាន seaborn តែ seaborn វាជំនួយជួយដល់អីគេអញ្ចឹងក្នុង seaborn ខ្ញុំយកមកប្រើនេះគឺខ្ញុំយកមកប្រើទៅលើឲ្យរូបហ្នឹងវាបែងចែកទៅលើ correlation របស់វាថាវាមានឥទ្ធិពលបែបម៉េចថារវាង column របស់ខ្ញុំវាមានអីគេខ្លះវាមាន experience year វាមាន skill count វាមាន certificate វាមាន salary វាមានប៉ុណ្ណឹងតើវាមានឥទ្ធិពលអីគេខ្លះហើយតើមួយណាដែលវាមានឥទ្ធិពលខ្លាំងជាងគេបើយើងយកមកវាស់ស្ទង់ទៅអញ្ចឹងខ្ញុំប្រើ import seaborn as SNS អូខេអញ្ចឹងខ្ញុំប្រើនាម column ស្មើជាមួយនឹង df ដល់ជាមួយនឹង select d type អូខេ d type d type include number okay dot column
ok ចឹងនេះ COO នេះមានន័យថា correlation ស្មើជាមួយនឹង DF ណាំយើងចង់បានអីគេយើងចង់បានណាំ column ជាមួយនឹង correlation តមកទៀតយើងនិយាយទៅលើ symbol SNS ដែលយើងបានតាំងហើយខ្ញុំចង់ប្រើទម្រង់ក្រាបប្រភេទមួយអញ្ចឹងខ្ញុំនៅប្រើទម្រង់ក្រាបប្រភេទ head map ខ្ញុំដដែលទេ head map ជួយច្រើនយើងមើលមកប្រើទៅយើងដឹងហ្នឹងហើយ head map ដដែលcorrelation not smart true cmap អូខេ cmap នៅក្នុង cmap នេះគឺខ្ញុំប្រើទៅលើ cool bomb អានោះពណ៌ណាហ្នឹងហើយអ្នកនេះអាចចូលមើលនៅក្នុង color ផុស Python បានវាមានច្រើនពណ៌យើងអាចយកមកធ្វើFMT ហ្នឹងរបៀបលេខដែលខ្ញុំយកក្រោយក្បៀសអញ្ចឹងណាហ្នឹងហើយ2.3.pf អូខេមានន័យថាខ្ញុំយកក្បៀសតែ2ខ្ទង់ទេបន្តមកទៀតគឺ swear XUAR yes គឺឲ្យវាត្រូវតែ true អូខេបន្តមកទៀតយើងបាននេះយើងអត់តន់ឲ្យវា plot ចេញជារូបរាងទេគឺយើងឲ្យវានិយាយ title yes title បាទ title របស់យើង feature correlation នេះគេដាក់ថា feature correlation អូខេអត់តន់ឲ្យអូខេប៉ុណ្នេះមកបានអញ្ចឹងយើងអាចយកមករានបានហើយអញ្ចឹងតែបើយើងរានបានអ្នកនរគ្នាឃើញថាតើសង្កេតឃើញថាតើមួយណាដែលវាមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងក្រាមនេះតែប៉ុន្តែនឹងវាមាន key មួយដែលខ្ញុំអាចនឹងថាបង្ហាញនៅក្នុង slide របស់ខ្ញុំឡើយនេះចុះឡើយនេះយើងអាចមើលចេះបានអូខេនេះអញ្ចឹង how to read this អញ្ចឹងបើយើងអាចមើលវាបានអាកន្លែង 1.00 នេះវាជា dark red យើងអាចនិយាយថាហ្នឹងសម្គាល់ថាវាជា perfect correlation មានន័យថាវាមានឥទ្ធិពលវាមានតំណែងខ្លាំងជាមួយនឹងតន័យដែលយើងយកមកធ្វើឧទាហរណ៍បើសិនជាខ្ញុំយកវាមក compare ជាមួយនឹង salary វាអាចមានតំណែងខ្លាំងប៉ុណ្ណាអញ្ចឹងទៅអូខេចំណែក closer to 1មានន័យថាវា71វាអត់ដល់1ទេយើងអាចនិយាយថាវា positive relationship ប៉ុន្តែវា as one variable goes up the other one trend to goes up to វាចិត្តប៉ុន្តែវាមានន័យថាវាអត់បាន perfect ហ្មងទេបន្តមកទៀត closer to 0វា70 blueវា lateral to no relationship between the two variable វាសឹងតែវាមានអត់ស្អីវាសឹងតែអត់មានតំណែងវា closer to 1មានន័យថា as goes up the other trend to goes down negative relationship not show up strongly here វាអត់មានតំណែងស្អីទេឥឡូវយើងសង្កេតមើលឃើញថានៅក្នុងតំណែងរបស់យើងសង្កេតមើលទៅលើ experience year បើយើង compare ជាមួយនឹងបោះ salary របស់យើងគឺវា 1.00 អូខេហើយបើយើងនិយាយជាមួយនឹង skill count អត់មាន certificate អត់មាន salary វា big អូខេ and skill count ដូចគ្នាយ៉ាវាអត់មានអីទេ and វាក៏ប៉ុណ្្នឹងដដែលអូខេអញ្ចឹងយើងអាចមើលនៅក្នុងក្រាហ្វរបស់យើងបាន most important របស់យើងបើយើងយក experience year ជាមួយនឹង salary នេះ experience year and យើង compare ជាមួយនឹង salary របស់យើងគឺឃើញថាវា 0.44 អញ្ចឹង this is the strongest relationship in the chart more year of experience is moderately associated with higher salary អញ្ចឹងមានន័យថាវាមានតំណែងគ្នាខ្លាំងដែរចំណែក skill count with salary 0.3 with positive having more least skill barely next salary up អូខេអញ្ចឹងយើងអាចមើលទៅថាអីដែលវាជាតំណែងដែលវា strong ជាងគេអញ្ចឹងបើសិនជាតំណែងដែល strong ជាងគេគឺតកតងជាមួយនឹង experience អញ្ចឹងយើងអាចធ្វើការសន្និដ្ឋានបានថាតំណែងនេះវាមានតំណែងគ្នាបានអូខេអញ្ចឹងខ្ញុំអាចសង្ខេបវាបាន experience is the strongest driver salary among merit feature ហ្នឹងហើយអានេះវាជាការសង្ខេបរបស់យើងទេអូខេឥឡូវយើងចាប់ដើមចូលដល់ការ mid graph អញ្ចឹងការ mid graph នៅក្នុងការ mid graph នេះគឺយើង mid បញ្ចូលគ្នាអញ្ចឹងឥឡូវ mid graph ខ្ញុំបាញ់ចែកជា2គឺmid graph របស់ខ្ញុំចង់មួយតំណែងនេះបញ្ចូលគ្នានេះអាតំណែងតកតងនឹងខ្ញុំបាញ់ចែកជា category ឆ្នាំណាខ្ញុំចង់ mid បញ្ចូលគ្នាអញ្ចឹងយើងអាចមិនបានអូខេអញ្ចឹងអានេះតម្រង់ filter គឺយើងយក2011ទៅអូខេអូខេតោះអញ្ចឹងយើង fix ស្មើជាមួយនឹង PLT នេះខ្ញុំយក2011យើងធំតិចហើយ grid space របស់យើងដដែល2 3ដដែលទេអោះឥឡូវយើងចាប់តាម copy pass មួយមកយើងបានតាំងវាស្រួលបួលមើលហើយអស់ហើយអូខេណាទី AHT 1 0 ទៅ 5 ឆ្នាំនេះអូខេអូខេ fixture 00អូខេជុំអូH1 របស់យើងគឺយើងដាក់ជាមួយនឹង picture dot ជាមួយនឹង add subplot grid space របស់យើងយក00នៅក្នុង grid space 00តាមមកទៀតយើងនិយាយតទៅជាមួយនឹង experience នៅក្នុង column plot experience គឺ plot ទី1គឺខ្ញុំមានច្រើននេះឃើញមាន0 5 10 15 15 20 5 10អីចឹងទៅអូខេអញ្ចឹងខ្ញុំយក0 5ជា plot ទី1របស់យើងplot មក and then យើងយក bar sky blue អូ
អូខេដាក់ដាក់មកទៅនេះ blue អូខេបន្តមកទៀតគឺយើង set title អូខេបាទនេះចំណែក plot ទី2អូខេ plot ទី2អានេះខ្ញុំយកតម្រងដដែលទេតម្រងយើងដដែលបាទអត់មានអីខុសគ្នាទេតែនេះយើងដដែលគាត់ថាយើងដូរទៅឆ្នាំមកតែនេះមាន00ទៀតណានេះថាយើងមិនក្រាបបញ្ចូលគ្នាគឺអានេះ01ហើយអានេះបាទដដែល color យើងយកឲ្យ copy មុនអានេះទី2ខ្ញុំយក red ចុះអានេះយើងដូរឆ្នាំលែងអានេះទៅជា5 10វិញអានេះគឺ title 5 10អូខេនឹង plot ទី2តាមទៀតចូលដល់ plot ទី3យើង comment នេះមួយ plot ទី3ចានេះគឺ A3 អានេះមិនមែន01ទៀតទេគឺ10 experience year មិនមែន5 10ទៀតទេគឺ10 15color យើងយក copy មុនរឿងនេះយើងយក color ផ្សេងយកថាខ្ញុំយក purple ចុះហើយអានេះគឺ10 15អូខេតាមមកទៀតគឺចូលដល់ plot ទី4អូខេអញ្ចឹង AX នេះគឺ AX 4មិន00ទៀតទេហើយអានេះគឺ111អានេះគឺយើងយក15ទាំង20បាទឆាតដែរតម្រងយើងតដែរយើងមាន red blue purple and ចុងក្រោយយើងដាក់ green ចុះអានេះគឺ15ទាំង20អញ្ចឹងនេះជាប្រភេទ graphic បញ្ចូលគ្នាតាមមកទៀតយើងឲ្យវា show plt.show ប៉ុន្តែបើសិនជា show មកអ្នកនរគ្នានឹងឃើញថា graph នឹងវាជាន់គ្នាឯងមិនបញ្ចូលគ្នាបាទហើយនេះគឺPP subplot subplot ផ្លេច O ទាំងអស់អូខេផ្លេច O ទាំងអស់ចឹងមិនវាអត់ចាញ់អូខេអានេះ O មួយទៀតបាទ run ម្ដងទៀតអូខេដល់ហ្នឹងវាចាញ់អូខេប៉ុន្តែឃើញថាអានេះវាអត់ចាញ់តើតជាមួយនឹងទី3និងទី4បាទវាអត់ទាន់ចាញ់តែតន័យយើងយកមកតែមួយទេ and then យើង plt មួយទៀត .subtitle នៅក្នុង subtitle នេះយើងដាក់តន័យមួយយើងដាក់ថា each year experience each year experience and យើងដាក់ font size មកល្មមfont ie font size យក16ហើយ font y ទំហំយើងស្មើជាមួយនឹង bold y ស្មើ 1.02 ហើយកុំឲ្យវាជាន់គ្នាគឺយើងប្រើ plt.tie layout អូខេហើយមកបន្តទៀត plt. cell pick file បន្តមកទៀតខ្ញុំដាក់ថានេះដដែល each years experience each year experience .png អានេះជារូបភាពបន្តមកទៀត dpi ស្មើ150អូខេ plot include in in yes type អូខេអូខេយើងសាករ៉ាន់ម្ដងទៀតរឿងនេះឡើង error ហើយវាចាញ់ឯក្រាបរបស់យើងទាំង4តែម្ដងអូខេហើយអានេះគឺវាមាន job title នេះដាក់នៅកន្លែងនេះហើយអស់ស្អាតអញ្ចឹងទៅចំពោះ code ពេលបង្វែរវាអាចនឹងមាន error ខ្លះមួយចំនួនតែខ្ញុំព្យាយាម fix វាដូចគ្នាហើយ code ខ្ញុំបានតម្លែងជា try ឲ្យអញ្ចឹងបើសិនជាយើងមើលវីដេអូនេះយើងអាចចូលទៅយកនៅក្នុង try នេះខ្ញុំដាក់នៅក្នុង description ទៅយកទៅវាស្រួលមើលដែរអូខេអញ្ចឹងយើងនៅតែសង្កេតឃើញថាដដែលទេតែនេះខ្ញុំយកអត្តន័យខាងលើ4នេះអាចារ្យដែលខ្ញុំធ្វើមួយខាងលើនេះប្រហែលហ្នឹងខ្ញុំយកវាមកចូលគ្នាអញ្ចឹងមិនវាអត់មានអីទេគ្រាន់យើងយកវាមក pass ចូលគ្នាមកនេះដែលយើងតាំងវាខុសគ្នាមកហើយនេះស្អីយើងដាក់ទៅមួយចំនួនវាអាចនឹងកម្លាតគ្នាប្រហែលហ្នឹងទៅនេះយើងអាចព្យាយាមសេរីទៀតចង់ដឹងថាហ្នឹងវាមានលក្ខណៈមិនhash space ហ្នឹងក៏ពោះ hash space ហ្នឹងទំហំរបស់វាអាចកម្លាតវាគ្នាប៉ុន្មានហ្នឹងទៅអានេះដដែលទេអត់មានអីខុសគ្នាទេហើយមកដល់ឡើងនេះមិនបានយើងប្រើតែទៅជាមួយនឹង type layout ដើម្បីឲ្យ graph ហ្នឹងពេលយើងមកចូលគ្នាវាដក clear ស្អាតហើយអានេះ cell fix នេះយើងដាក់បានអត់ក៏បានដែរគាត់ថាយើងដាក់ទៅឲ្យវាមើលទៅបន្ថែមជាមួយនឹងបបផាត់យើងបន្ថែមទៀតទេហ្នឹងហើយអានេះមិនបានយើងដាក់ fix subtitle ដោយសារអីនេះវាតាក់ទងជាមួយនេះ each year ផាយើងឡើងនេះហ្នឹងហើយអូខេអញ្ចឹងអាហ្នឹងវារួមនៅពេលយើងមិនក្រាបចូលគ្នាអញ្ចឹងយើងត្រូវដាក់ title មួយ title មួយនេះ title 1 title 2 title 3 title 1តែនេះជា subtitle រួមមួយអូខេអញ្ចឹងវាមានប៉ុណ្ណឹងទី2អាចថាខ្ញុំព្យាយាមបដូរបន្តិចទៅស្វែងយល់ពីវាបន្ថែមទៀតដែរពេលបង្រៀនពេលខ្ញុំអានក៏វាមាន error ខ្លះៗដែលយើងអាចចាំ code ទាំងអស់ហើយតែយើងអាច fix និងយល់ពី output នៅពេលដែលវាចេញមកបានពេលមិនក្រាបចង់ក្រោយគេគឺខ្ញុំចង់មិនប្រហែល data set នឹងបញ្ចូលគ្នាណាអញ្ចឹងយើងអាចមិនបានគឺយើងដាក់មក picture របស់យើងទៅដែរស្មើជាមួយនឹង
PLT អូខេតំបងរបស់ខ្ញុំយកទៅដែរ white space របស់ខ្ញុំគឺយកទៅដែរអូខេអញ្ចឹងតំបងខ្ញុំនិយាយទៅលើ plot ទី1ហើយយើង plot ទី1របស់ខ្ញុំគឺខ្ញុំចង់គេទៅនឹង distribution salary អូខេអញ្ចឹងខ្ញុំអាចយកមក pass មកព្រោះអានេះខ្ញុំបានទៅសេនៅខាងនេះបានខ្លះអូខេនេះខ្ញុំបានដាក់ស្អាតទៀតនេះហ្នឹងហើយគាត់ថាខាងលើតំបងគឺខ្ញុំបានដាក់ចានេះគាត់យើងយកមក copy pass ចូលតែម្ដងអូខេ yeah នេះ plot ទី1 plot ទី2តកតងជាមួយនឹង average salary by industry average salary by industry នេះអានេះអូខេអានេះ min max average salary by industry អូខេ min max salary អូខេនេះ yeah តកតង min max salary job title តែមួយទេយកមកដាក់នៅ plot ទី2ចំណែកនេះ plot ទី3yeah អូទៅបាត់ច្រឡំរ៉ាន់មុនមកហើយមិនទាន់ចាញ់ទេហ្នឹងហើយ plot ទី2នៅ plot ទី3អូខេ plot ទី3ផាសយើងនៅខាងណាវិញអានេះហើយតោះចូលដល់ plot ទី3តកតងជាមួយនឹង plot experience year ជាមួយនឹង salary អូខេអញ្ចឹងអានេះ AX3 យើងបានកំណត់នៅតកតងជាមួយនឹង Chris Spec ហើយវាស្រួលពេលខ្ញុំយកមកមិនក្រាបចូលគ្នាអញ្ចឹងណាហ្នឹងហើយពេលខ្ញុំត្រូវតែបងខ្ញុំមិនបានកំណត់អញ្ចឹងខ្ញុំត្រូវដូរវាបន្តិចអូខេ4ចុងក្រោយគេដែលយើងធ្វើតកតងជាមួយនឹង plot industry remote work នេះហ្នឹងហើយអូខេហើយយើង show វាមកទៅអូខេមួយទៀតចុងក្រោយគេនៅខាងណានេះតែបើសិនជាយើងយកវាមក plot ឆៅយកមកវាចាញ់អត់វាចាញ់ដូចតែគ្នាគ្រាន់ថាវាអាចជាន់គ្នាដែរហើយវាអត់មាន subtitle អត់មានអីតាមទៅអញ្ចឹងណាហ្នឹងឥឡូវខ្ញុំសាកយកវាមក run ឃើញទេវាញ៉ៃពេញនឹងវាអត់តាន់ average salary medication អត់តាន់យកមកដាក់ដែរអូខេអញ្ចឹងមិនដាក់ខុសអញ្ចឹងមិនវាចាញ់តែវាចាញ់អត់អស់អូខេជប់អានេះគួរតែ plot ទី6ឯងហើយអញ្ចឹងបានអញ្ចឹងអត់អានេះ plot 4នេះស plot មួយទៀតមួយក្រាបយើងមាន6នៅក្នុងនេះ plot ទី5plot ទី5មួយនេះគឺ salary ជាមួយនឹង company size អានេះគឺ6 5 1 1អូខេចុងក្រោយគេគឺ1 2អានដងទៀតតែមិនវាអត់ចាញ់ដូរ WS space 0.55 វាមានអីកាត់ឡើងនៅតែអត់តន់គ្រប់ 0.55 plot ទី1 0001អូខេអញ្ចឹងយើងអាចដាក់ចូលគ្នាបានតែប៉ុណ្្នេះហើយ6មកខ្ញុំដាក់ចូលការដោយសារខ្ញុំទៅសេអក្សរខុសកន្លែងណាមួយកន្លែងនេះអញ្ចឹងកន្លែងនេះយើងត្រូវដាក់ rotate របស់វាច្បាស់បើមិនយើងដាក់ rotate របស់វាច្បាស់ទេអាការមួយក្រាបរបស់យើងហ្នឹងគឺអត់ចូលគ្នាទេដូចមិនអញ្ចឹងវាជន់គ្នាញ៉ៃអញ្ចឹងមកអញ្ចឹងអ្នកនេះអាចយក code របស់ខ្ញុំនៅក្នុងខ្ញុំដាក់នៅក្នុង drive នេះយកទៅ pass បានហើយក៏យើងដូរតន័យវិភាគតន័យទៅបានហើយអញ្ចឹងដំបងវាជន់គ្នាញ៉ៃប៉ុន្តែពេលយើងបើយូរទៅវាអាចជួយយើងបានច្រើនតកតងជាមួយនឹង graph ណាហ្នឹងហើយហើយជាពិសេសនៅខាងក្រោម3អ្នកនេះវាជួយតកតងកំណត់ទំហំរបស់យើងហើយបានខ្ញុំបដូរបន្តិចនេះអញ្ចឹងដំបងខ្ញុំក៏វា error ដូចតែគ្នាវាមិន error ទេវា run ទៅប៉ុន្តែរូបរបស់យើងនៅពេលដែលយើងដាក់ចូលនេះវាជន់គ្នាអញ្ចឹងដំណោះស្រាយរបស់យើងគឺយើងយកគំរូកូដអាចារ្យរបស់យើងហ្នឹងយើងអាចថាពេលយើងធ្វើច្រើនតន័យទៅយើងយកគំរូកូដអាចារ្យដែលយើងដាក់ឲ្យយើងចង់បាន 2/3 ហ្នឹងហៅ 2/3 មិនបានថា 2/3 អានេះ 2 អានេះ 3 អានេះវាដូចជា matrix ដែរទេគំរូ 2/3 អញ្ចឹងវាចេញមកឲ្យយើងមើលបានយ៉ាងងាយស្រួលហ្នឹងហើយគាត់ថាយើងបដូរទៅតាម plot របស់យើងហើយអញ្ចឹងទៅអញ្ចឹងដំបងពីវល់ហើយ error ច្រើនដែរហើយអ្នកនេះអាចយកទៅសាកមើលបានអូខេអញ្ចឹងខុសនៅក្នុង description ដែលខ្ញុំដាក់តាក់ទងជាមួយនឹង drive អាចចូលទៅ copy paste វាបានអញ្ចឹងវីដេអូរបស់យើងវាមានតែប៉ុណ្្នឹងទេអរគុណច្រើនអូខេអញ្ចឹងយើងអាចដាក់ចូលគ្នាបានតែប៉ុណ្្នេះហើយ6មកខ្ញុំដាក់ចូលការដោយសារខ្ញុំទៅសេអក្សរខុសកន្លែងណាមួយកន្លែងនេះអញ្ចឹងកន្លែងនេះយើងត្រូវដាក់ rotate របស់វាច្បាស់បើសិនជាយើងដាក់ rotate របស់វាច្បាស់ទេអាការមួយក្រាបរបស់យើងហ្នឹងគឺអត់ចូលគ្នាទេដូចមិនអញ្ចឹងវាជន់គ្នាញ៉ៃអញ្ចឹងមកអញ្ចឹងអ្នកនេះអាចយក code របស់ខ្ញុំនៅក្នុងខ្ញុំដាក់នៅក្នុង drive នេះយកទៅ pass បានហើយក៏យើងដូរតន័យវិភាគតន័យទៅបានហើយអញ្ចឹងដំបងវាជន់គ្នាញ៉ៃប៉ុន្តែពេលយើងបើយូរទៅវាអាចជួយយើងបានច្រើនតកតងជាមួយនឹង graph ណាហ្នឹងហើយហើយជាពិសេសនៅខាងក្រោម3អ្នកនេះវាជួយតកតងនឹងកំណត់ទំហំរបស់យើងហើយបានខ្ញុំបដូរបន្តិចនេះអញ្ចឹងដំបងខ្ញុំក៏វា error ដូចតែគ្នាវាមិន error ទេវា run ទៅប៉ុន្តែរូបរបស់យើងនៅពេលដែលយើងដាក់ចូលនេះវាជន់គ្នាអញ្ចឹងដំណោះស្រាយរបស់យើងគឺយើងយកគំរូកូដអាចារ្យរបស់យើងហ្នឹងយើងអាចថាពេលយើងធ្វើច្រើនតន័យទៅយើងយកគំរូកូដអាចារ្យដែលយើងដាក់ឲ្យថាយើងចង់បាន 2/3 ហ្នឹងហៅ 2/3 មិនបានថា 2/3 អានេះ 2 អានេះ 3 អានេះវាដូចជា matrix ដែរទេគំរូ 2/3 អញ្ចឹងវាចេញមកឲ្យយើងមើលបានយ៉ាងងាយស្រួលហ្នឹងហើយគាត់ថាយើងបដូរទៅតាម plot របស់យើងហើយអញ្ចឹងទៅអញ្ចឹងដំបងពីវល់ហើយ error ច្រើនដែរហើយអ្នកនេះអាចយកទៅសាកមើលបានអូខេអញ្ចឹងខុសនៅក្នុង description ដែលខ្ញុំដាក់តាក់ទងជាមួយនឹង drive អាចចូលទៅ copy paste វាបានអញ្ចឹងវីដេអូរបស់យើងវាមានតែប៉ុណ្្នឹងទេអរគុណច្រើន